តើអ្នកទាំងអស់គ្នាត្រៀមខ្លួនមើលរឿងដ៏ជក់ចិត្តមួយនេះជាមួយខ្ញុំគឺពេលដែលជីវិតប្អូនស្រីស្ថិតក្នុងគ្រោះថ្នាក់ហើយអ្នកត្រូវសងបំណុល$5 លានដែលគ្មានផ្លូវសងរួចហើយច្រកចេញតែមួយគត់គឺការឈានជើងចូលទៅក្នុងពិភពអាថ៌កំបាំងតួឯករបស់យើងជាសិស្សធម្មតាម្នាក់ដែលត្រូវសម្រេចចិត្តថាបណ្ដោយឲ្យប្អូនស្រីកាន់តែធ្ងន់ធ្ងរឬកាន់កំភ្លើង M16 ទៅបាញ់បិសាចដើម្បីដោះដូរនឹងលុយ$5 លាននោះត្រៀមខ្លួនសម្រាប់រឿងរ៉ាវដែលគ្រាប់កំភ្លើងមានតម្លៃជាងហេតុផលរឿងរបស់យើងចាប់ផ្ដើមខុសប្លែកពីគេបន្តិចដោយបង្ហាញពីតថភាពពិតថានៅក្នុងជីវិតមនុស្សគ្រប់រូបតែងតែមានរឿងដែលត្រូវតែធ្វើឲ្យបានហើយភាគច្រើនយើងត្រូវតែហែលឆ្លងការលំបាកទាំងនោះដោយគ្មានការរុញរាឡើយមិនថាស្ថានភាពអ្នករបស់អ្នកអាក្រក់ប៉ុណ្ណាក៏ដោយវាក៏ជារឿងដែលអ្នកត្រូវតែដោះស្រាយដោយខ្លួនឯងដែរអ្នកប្រហែលជាគិតថាវាជារឿងអយុត្តិធម៌បំផុតហើយប៉ុន្តែយើងមិនអាចធ្វើអ្វីបានឡើយព្រោះពិភពលោកវាដំណើរការបែបនឹងឯងកុំទាន់អាលធុញនឹងការនិយាយទស្សនវិជ្ជានេះអីព្រោះសាច់រឿងឥឡូវនេះបាននាំយើងមកដល់មន្ទីរពេទ្យមួយកន្លែងហើយនៅទីនោះតួឯករបស់យើងកំពុងតែភ័យស្លន់ស្លោនឹងដំណឹងដែលគេទើបតែទទួលបានគឺការព្យាបាលបន្ទាប់មិនស្ថិតក្នុងធានារ៉ាប់រងឡើយប្អូនស្រីរបស់គេត្រូវការចាក់ថ្នាំជំនួយប្រព័ន្ធប្រសាទជាបន្ទាន់ហើយតាមការណែនាំគឺត្រូវតែចាប់ផ្ដើមព្យាបាលតាំងពីថ្ងៃនេះទៅតែម្ដងប៉ុន្តែការចំណាយបន្ថែមនេះមិនត្រូវបានរាប់បញ្ចូលក្នុងគម្រោងឡើយបើគ្មានធានារ៉ាប់រងឯកជនទេថ្លៃព្យាបាលនេះនឹងធ្ងន់ធ្ងរខ្លាំងណាស់ពេលបង្ហាញតម្លៃថ្នាំបុគ្គលិកពេទ្យបានប្រមានគេថាវាពិតជាថ្លៃណាស់ព្រោះវាជាវិធីសាស្ត្រព្យាបាលដែលទើបតែរកឃើញថ្មីមើលទៅតួឯករបស់យើងពិតជាអស់សង្ឃឹមហើយព្រោះវិក័យប័ត្រថ្លៃព្យាបាលនេះគឺមានតម្លៃដល់ទៅ$5 លានឯណោះអ្នកដឹងទេលុយ$5 លានគឺច្រើនណាស់មិនថាជាដុល្លារឬអឺរ៉ូឡើយវានៅតែជាចំនួនដ៏ច្រើនលើសលប់ដែលគ្មានផ្លូវរកបានយ៉ាងងាយនោះទេមានបុរសចំណាស់ម្នាក់នៅក្បែរនោះនិយាយថាលុយមិនអាចទិញសេចក្តីសុខបានទេប៉ុន្តែថវិកាពិតវាផ្ទុយស្រឡះពីសម្ដីនេះបើក្មេងស្រីម្នាក់នេះមិនបានចាក់ថ្នាំ2 ដងក្នុងមួយខែទេនាងនឹងប្រឈមនឹងការពិការត្រឹមចង្កេះចុះក្រោមជារៀងរហូតមិនខានបន្ទាប់ពីឮដំណឹងនេះយើងឃើញតួឯករបស់យើងនៅជាមួយប្អូនស្រីក្នុងបរិយាកាសដ៏តានតឹងគេមានអារម្មណ៍ស្មុគស្មាញនិងធ្លាក់ទឹកចិត្តខ្លាំងការដែលត្រូវការលុយបន្ទាន់តែគ្មានលុយក្នុងដៃបែបនេះវាពិតជាធ្វើឲ្យយើងមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងជំនួសគេមែនដោយដឹងថាបងប្រុសមានរឿងមិនស្រួលក្មេងស្រីនោះក៏សួរពីថ្លៃមន្ទីរពេទ្យប៉ុន្តែគេហាក់ដូចជាស្ទាក់ស្ទើរមិនហ៊ានប្រាប់ការពិតឡើយដើម្បីគេចពីសំណួរគេក៏បានភូតកុហកថារោគបានការងារធ្វើហើយដូច្នេះរឿងលុយកាក់គឺមិនមានបញ្ហាអ្វីទាំងអស់ជួនកាលការលាក់បាំងការពិតខ្លះវាអាចនឹងធូរស្រាលជាងការបង្កើតការភូតកុហកដ៏ធំមួយផ្សេងទៀតមកបិទបាំងនាងក៏បានសួរបងប្រុសថាតើអាជីពកីឡារបស់នាងត្រូវចប់ត្រឹមនេះមែនទេគេក៏បានលួងលោមថានឹងជួយឲ្យនាងត្រឡប់មកវិញឲ្យបានតួឯករបស់យើងបានលើកទឹកចិត្តអូនស្រីហើយរំលឹកថានាងគឺជាសិស្សដែលពូកែខ្លាំងណាស់មិនចាញ់សមត្ថភាពកីឡារបស់នាងឡើយទោះបីជាគ្មានឪពុកម្ដាយនៅក្បែរក៏ដោយក៏គេតែងតែព្យាយាមរកវិធីដោះស្រាយថ្លៃព្យាបាលឲ្យប្អូនស្រីបានជានិច្ចកាលពីមុនមកនិយាយអញ្ចឹងរហូតមកដល់ពេលនេះយើងនៅមិនទាន់ដឹងឈ្មោះតួឯកឬសូម្បីតែឈ្មោះប្អូនស្រីរបស់គេនេះឡើយទេកាត់មកដល់ក្នុងធនាគារគេក៏ទទួលបានដំណឹងដ៏អាក្រក់បំផុតគឺសំណើខ្ចីប្រាក់របស់គេត្រូវបានបដិសេធចោលទាំងស្រុងតែម្ដងស្ថានភាពនេះគឺពិបាកខ្លាំងណាស់ប្រហែលជាគេអាចទៅរកខ្ចីពីកន្លែងផ្សេងប៉ុន្តែឱកាសគឺមានតិចតួចបំផុតសម្រាប់រូបគេដោយសារតែមានបំណុលសិស្សជាប់ខ្លួនផងនោះវាធ្វើឲ្យគេកាន់តែគ្មានសង្ឃឹមក្នុងការទទួលបានប្រាក់កម្ចីបន្ថែមពីកន្លែងណាទៀតឡើយរឿងនេះបានធ្វើឲ្យគេមានអារម្មណ៍ថាបាក់ទឹកចិត្តជាខ្លាំងតើមានវិធីអ្វីផ្សេងទៀតដែលអាចជួយសង្គ្រោះប្អូនស្រីរបស់គេបានទៅនៅក្នុងដៃរបស់គេគឺកំពុងតែកាន់សៀវភៅការងារមួយក្បាលហើយដោយសារតែកំហឹងគេក៏បានក្រវែងវាចោលទៅម្ខាងយ៉ាងឆ្ងាយវាហាក់ដូចជាគ្រប់យ៉ាងក្នុងជីវិតនេះគឺសុទ្ធតែពាក់ព័ន្ធនឹងរឿងលុយកាក់ទាំងអស់លុយហើយក៏នៅតែជារឿងលុយគេដឹងច្បាស់ថាត្រូវតែរកលុយឲ្យបានឲ្យឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែប្រវត្តិអនុទានរបស់គេគឺអាក្រក់ខ្លាំងណាស់ទៅហើយក្នុងស្ថានភាពដ៏អស់សង្ឃឹមតួឯករបស់យើងបានព្យាយាមរកវិធីដោះស្រាយទាំងក្នុងចិត្តកំពុងតែគិតដល់រឿងដ៏អាក្រក់បំផុតដែលអាចកើតឡើងចុះបើលីជីនមិនអាចដើរបានវិញជារៀងរហូតនោះបាទទីបំផុតយើងក៏បានដឹងពីឈ្មោះរបស់ប្អូនស្រីគេហើយគេបានតាំងចិត្តថានេះមិនមែនជាពេលដែលត្រូវអង្គុយយំនោះទេលុយ$5 លានគេត្រូវតែរកវិធីណាមួយដើម្បីរកវាឲ្យបានគេមិនទាន់ដល់ផ្លូវទាល់ច្រកឡើយបន្ទាប់ពីតាំងស្មារតីបានគេក៏ដើរទៅរកសៀវភៅការងារនោះវិញប៉ុន្តែមានឆ្មាមួយក្បាលមកបង្ករឿងបន្ទាប់ពីប្រយុទ្ធជាមួយឆ្មាចិត្តខ្លាំងនោះរួចគេក៏រើសសៀវភៅនោះបានសម្រេចប៉ុន្តែគេក៏បានក្រឡេកឃើញរបស់ម្យ៉ាងទៀតនៅក្បែរនោះដែរដោយការងឿងឆ្ងល់គេមិនដឹងថាវាជារបស់អ្វីឡើយព្រោះវាមិនដឹងជាមកពីណានោះទេវាគឺជាកាតអាថ៌កំបាំងមួយសន្លឹកលើកាតនោះសរសេរថាត្រូវការងារដែលបានប្រាក់ខែខ្ពស់មែនទេសូមតាក់ទងមកយើងធានាថាមិនមែនជាកន្លែងបោកប្រាស់ឡើយអ្នកដឹងទេកន្លែងដែលប្រាប់ថាមិនបោកប្រាស់ភាគច្រើនគឺជាកន្លែងបោកប្រាស់នឹងឯងនៅខាងក្រោមឈ្មោះក្រុមហ៊ុនគឺមានសរសេរថាផ្នែកជ្រើសរើសបុគ្គលិកបញ្ជូនទៅលោកខាងមុខជាធម្មតាខ្ញុំស្គាល់តែសេវាដឹកជញ្ជូនភីហ្សាតែប៉ុណ្ណោះប៉ុន្តែបើមានសេវាដឹកជញ្ជូនបែបថ្មីនេះទៀតខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ដោយមិនមែនជាមនុស្សល្ងីល្ងើគេក៏ចាប់ផ្ដើមសង្ស័យភ្លាមថានេះប្រហែលជាក្រុមចៅជួញដូរសរីរាង្គមនុស្សអីមិនខានឡើយទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏គេមិនទាន់ដល់ថ្នាក់ចង់លះបង់សរីរាង្គដើម្បីដោះដូរនឹងលុយកាក់បែបនេះដែរប៉ុន្តែគេក៏សម្រេចចិត្តយកកាតនោះទៅផ្ទះជាមួយដែរគ្រាន់តែទុកមើលក្រែងលោវាជាឱកាសពិតប្រាកដសម្រាប់រូបគេពេលមកដល់ផ្ទះវិញឌូចិនឃើញទូរស័ព្ទរបស់គេលោតសារជូនដំណឹងមិនឈប់ឡើយចាំមើលទាំងអស់គ្នា
ตาเรื่องนี้นังตื้อจีอย่างนาต่อมาเมื่อเรื่องนี้จะมวยขี้ชีวิตที่มนุษย์เป็นไว้มันเมนจีเรื่องลิงสาวเตะลอยก็อจำนายก็เจริญโดยซาแต่ตัวไอ้ยืนดัดใหญ่คลังไปตืบกิเตอร์บังคอมจัดโรคดำนอกสลายเพลียมเจ้าอักษรเกี่ยมีจำเริญเจริญสำหรับเรื่องตีเมียนแต่สำหรับจัดเจริญเพลิงมุ้ยในมือตัวกูเอาส่องใส่บนพดเจ้าจำเริญจงกล้าวระบอกเกเวียปัจเจ้าจำไลแมนปันแต่กรอนแต่คอลสารบองมุ้ยมันขาดบองเอาไว้เต้แมนเต้เจ้าบ่เวียจีกางงี้ละอ๋อให้บ้านลอยเจริญไว้นู้เอาแต่ปุ๊กเกมันแวะยกเรื่องขนมระบอกเกตลุคือกรุบกรอนบัดตัวหายกรอนแต่เกคอลตัวเพลียมก็มีสำลีดันไตรโดยจำไล่มุ้ยบนเหลืองรวมจมวยอัตนัยธาโจรัวเนอโดยจัดละอ๋ออำเภอละอ๋อนึ่งตัวบานพอละอ๋อปิภพโลกปัจจิสระบงโปรปัจจิอารมณ์จำไลเหมือนเต้นตาเก้ของปงคอลตัวเนี่ยนะเพราะให้จีทานเลือหายมือเติมยังหอยนะก็มีเนี่ยเลือกตัวรับได้ปันใต้เอาไว้ได้จำไลนุคือเนี่ยแนวคางมาคางเตียดมือตื้อโดยจีมันบานตรงจำกาคอลหมกตัวแต่ซอเนียงบานสัวแต่การเกธาตาเก้ปัจจิจองคอลหมกแมนหรือหอยตัวไอกระบอกยืงก็บานเป็นเจธาบาดปัดแมนเฮยจะบ้านะท่านเนี่ยมาคางเตียดมีการพยายามอย่างคลั่งได้เคยมีมนุษย์คอลหมกแมนเรื่องนี้บานเถื่อเอาโดยจิ้มมีการเงินชงอลบันติบนตอบมกสำเร็จนุบานปรับทาการเงียบไงนี้คือเนากันไหลดำกอลสอบในมันตีแปดกล่องหอยสัวทาตาเกไอตัวดาวตีนูเนื้อมองดอก50 นาทียุบบานได้หรือตีเกมีนารำทาวิจำไลคลังนะปลุกสมบัยแต่ชั่วโมงก็มันตอนบานปรับพร้อมปนใต้เกกับบานฉลอยตอบวิงทาตีนูเนื้อไงกลมแต่30 นาทีปนเนาะปนตอบมกเนียงก็สัวทาตามีนปัญหาไว้ได้หรือตีหอยเกก็ฉลอยทาออเตมุนเป็นบัดสอบเนียงบานปรับเกอมปีไอสันทานแอตรัสเลียคือตรึงแต่ปวกขมังแต่ออกเจริญตะพอลเกมันตอนบานสัวนอมทาวิจิกาเงียประเภทเอาไว้พองปันใต้โดยซาวิจิจุ่มเรือจงกรอยเกกทาเบาเมียนเรื่องมันส่วนกีหนึ่งรถจังเพียมเอาไว้ได้สำคัญบ่มพอดสำหรับเกเป็นนี้คือทลายมันตีเป็ดระบยินเนื้อเป็นหนูไอ้ก็มีสตรีมันเนี่ยบันได้โจมหมกจัดหายสัวทาตาเกคือจีโลจินแมนได้หรือตีเนี่ยต้องออกเนียประกอบจิตดังหอยทาเฮ็ดไอ้บานจิกีพี่คลังแบบนี้เมื่อสำรองเนียงจ้องบ่งโผน้อยตัวไอ้ยังบานใหญ่ทาเนื้อเป็ดได้เกบานจุบเนียงดำบงเกมีอารมณ์ปียางเข้าพลายเครียดแต่งสองอารมณ์ตีหมวยคือตุ่มนกจัดได้มันอาจจะรีบรบบานวิธีเอาเกมีอารมณ์ทาการเงียนี่เพราะให้ที่มันแมนจิการเงียเขาจะบับโนเตจำนายอารมณ์ตีปีคือเพียบไพคลายโดยเจริญมวยวิหะไปโดยจิการทะเลจกตึกขนมบาดสมดโดยเจริญเนียเปลแปะกันดาลอัตรีจังดูจีเนยบ่มพลิกการคลายนังเจ้าเตอให้โจรุมดำน้ำซองเปล่งนี้แต่งออกเนียจิมวยขยมขมิ้นโปรมันเนี่ยได้กำปงแต่พี่บอกปัวก่อปลายจิมกระหอมโดยเป็นปอเนื้อเปลแดนเนียงดาวโจลมากันติดจัดเอาไว้ได้ปิบะบ่มพอดนกคือเกมันโยลปีเอาไว้ได้กำปงการล้างต้อแต่ซอให้ไว้บ้านจีเนียงสำลังมือเกแบบนี้ตานี้จีการสัมเพียการเงียได้ตานตังเหม็นตีมือเตอเนียงดูจีปิงจัดกีปลุกเนียงกรอนตายนี่ยัยยันทลายทาละอ๋อนะดาวตามขยมเอาโดยซาแต่จองดังคลังปีเก้กับอันสูทาเตอเตอตื่นนาเฮาการเงียนุจีอย่าไว้เอาประกอบปนแต่เนียงมันเอาปืนหนึ่งสำนวนระบอกกีลอยเนียงกรอนแต่ปรับทาพวกเก้กำปงฟื้นดำนาตื่นกันซาดำกอลสอบเด็กมุ้ยตายปนเนาะเนื้อเปียได้พวกเก้ตัวดอลตีนุก็บานเคยขมิ้นใส่มันเนี่ยกำปงสมเอาบุรอมันเนี่ยเล็งได้เนียงขณะใดกีทือจีปุดมันดังเรื่องทาให้เอาไว้บ้านจีเนียงคลังมาเลยบุรอได้กูเอาเปิลมันเนี่ยนุบ้านใหญ่ทาเกมกตีนี่ขนมเนียมจีมัดแพะเอาปุกเนียงเฮาเกคอมจำนายเปลดมีนดำไหลหมกโจรวมเลยตุได้ระบอกเกลูกร้อนเนื้อกันไหลได้มันกลัวลูกเกก็บ้านส่วนเนียงเตียทาตาเนียงมันจำเตรึทาปุยืนทะเลาะเล่นจมวยขณีการปีขมิ้นนุก้าวดาวเอชูเนื้อโตโปรธาบุรอมันเนี่ยนี้บ้านช่องพอดไว้ขมิ้นจียูนำมาขายจีการเปิดนะขมิ้นใส่มันเนี่ยนุมันโปร่งบันดอยเกทเวอร์แบบนี้เลยเนียงบ้านกรวีได้เกจังให้ปรับเอาเกจังตัวเวงตือสอบเปลจมวยขณีนุเทพธิดาดอกอาจกำบังระบอกยืงกอปรับดูจินเอาเรียบจอมคลวนโดยซาตะเกจินทำไมเฮามันดังถามีเรื่องเอาไว้กัดหลังเก้กับบานสู่ถาเตอเรียบจอมเถื่อเอาไว้บนใต้เนียงมันบานเฉลาเตเนียงหักโดยจีควอลควายแต่เรื่องจองพือจังหมอกแต่ปนเนาะปัจเจียจรัดพลายแมนโบราณจำนักหนูบ้านปรับขมิ้นใส่เอาเถื่อจัดเอาเถื่อเจ้าก็มีอากับกิริยามันสอมรุมจำปูมัดแพะเอาปุกเนียงแบบนี้เอาไว้ได้สำคัญเกทแทนจังบานนมโยกกาโดสำหรับโจลบนอย่างจานติดพองโดจินบานสตุกแต่จับได้โบราณจำนักหนูรุ่ยปรับเอาเกตุกกาโดนุเนื่องตีนี้เฮาจริงตือหรือก็จ้องเอาเก็บดังปิดบอดเบียดเบียนบุรุษจำนานุเมียนการเงืองชงเอาอย่างคลังให้บันสูถาตาไอ้จีเนี่ยนะเฮ้ยดูจินก่อชลอยต่อเป็นทาเก๋คือจีบุกเลิกเนื้อกันไล่ดำกอลสอบนี่โดยดังท่าวิจิการพูดก็หอกบุรุษจำนานุคังอย่างคลังให้สูถาให้ไอ้บันจีเกเฮียนหมกปะปวลคลูนเกแบบนี้เก๋ก็สู้เตถาตาขมิ้นนี่ดังเตถาคลูนกับปุ่งในเย่จมูกเนี่ยนะโดยเคยสถานพิบเหมือนเสือสูลเตธิดาก่อดาวโจลหมกอันตรากลมโดยเป็นเจ้าทาดูจินมันเม้นจีบุกเลิกเนื้อตีนิเตเฮาเสวากรรมระบบปุเก๋ก็มันเม้นจีการรีบจำบนสอบได้ปนแต่เกตเฟอร์บานละออนะได้โรคมนุษย์ได้เตยจุบคืนเนี่ยตั้งออกเนียเตรียมคลวนเตอเรื่องกันแต่จุจัดเฮยบ้ามันแม้นจีเสวากรรมบนสอบตาปุเก๋จีเนี่ยนาเอาประกอบสตรีมันนุบันจับดามรีบรอบปีประวัติระบบโบราณจำนักคิมห่วง
ដែលកើតនៅឆ្នាំ1959ជាអ្នកនយោបាយដែលមានឥទ្ធិពលម្នាក់នាងបានបន្តរៀបរាប់ពីតំណែងទាំងអស់ដែលគេធ្លាប់កាន់កាប់បន្ទាប់មកនាងបានចោទប្រកាន់ចំមុខគេតែម្ដងថាបានសម្លាប់ជីវិតមនុស្សស្លូតត្រង់ជាច្រើនអ្នកក្នុងឆ្នាំកន្លងទៅហើយបទល្មើសចុងក្រោយរបស់គេគឺទើបតែបញ្ជាកាលពីយប់មិញនេះឯងពេលនោះហើយដែលក្មេងស្រីម្នាក់នោះបាននិយាយឡើងថាគ្រោះថ្នាក់របស់ឪពុកនាងគឺកើតឡើងកាលពីយប់មិញមែនកាន់តែច្បាស់ជាងនេះទៅទៀតឪពុករបស់នាងគឺជាជនរងគ្រោះនៃករណីបុកហើយរត់ដែលត្រូវបានរៀបចំឡើងឲ្យដូចជាគ្រោះថ្នាក់ចៃដន្យទាំងអស់នេះក៏ព្រោះតែឪពុកនាងគឺជាអ្នកកាសែតដែលបានស៊ើបអង្កេតអំពីអំពើពុករលួយរបស់បរិសុទ្ធចំណាស់ម្នាក់នេះអ្នកនយោបាយពុករលួយរូបនោះក៏បាននិយាយបែបឌឺដងថាគេយល់ហើយថាទាំងនេះគឺជាស្នាដៃរបស់ព្រះរាជអាជ្ញាថ្មីថ្មោងដែលចង់ធ្វើជាវីរៈបុរសគេបានសួរទាំងចំអកថាតើនាងដឹងទេថាមានខ្សែធំប៉ុន្មានដែលនៅខាងគេនោះតោះតាមដានភាគបន្តទាំងអស់គ្នាមកដល់ហើយអ្នកទាំងអស់គ្នាត្រៀមខ្លួនមើលព្រះនាងដាក់ទោសអាអ្នកនយោបាយខូចម្នាក់នេះព្រោះនាងថាបាបកម្មរបស់វាគឺលើសកម្រិតកំណត់ហើយក្នុងវ័យ60ឆ្នាំរបស់វាបានសាងអំពើអាក្រក់រាប់មិនអស់និងធ្វើបាបមនុស្សជាច្រើនប៉ុន្តែនាងថាសូម្បីតែសម្រាមបែបនេះក៏នៅមានឱកាសចុងក្រោយដែរនាងប្រាប់ឲ្យវាកែខ្លួនជាបន្ទាន់តែអាតាចាស់នឹងមិនខ្វល់ឡើយថែមទាំងសួរមកវិញថាជារឿងឈួតលប់អ្វីទៅវិញដែលចង់ឲ្យគាត់មករកកំហុសខ្លួនឯងនោះកែខ្លួនអីគ្មានផ្លូវទេគាត់ដើរចេញទាំងមិនខ្វល់ពីអ្នកណាទាំងអស់ហើយថែមទាំងលើកទូរស័ព្ទខលទៅខ្សែរយៈធំរបស់គាត់ដើម្បីមកគំរាមនាងទៀតគាត់ចង់បង្ហាញអំណាចដាក់ព្រះនាងតែភ្លាមនោះរឿងចម្លែកក៏បានកើតឡើងខណៈដែលព្រះនាងប្រកាសថាការងារពិតប្រាកដរបស់ពួកគេជិតចាប់ផ្ដើមហើយនាងចង្អុលទៅខាងមុខហើយប្រាប់ថាពួកគេត្រូវតែបញ្ឈប់រឿងនោះឲ្យបានធ្វើឲ្យដូជីនឆ្ងល់យ៉ាងខ្លាំងថានាងចង់និយាយពីអាតាចាស់ម្នាក់នោះមែនទេស្របពេលនោះដែរអាតាចាស់នឹងស្រាប់តែដួលផ្ងាជើងប៉ោកតែម្ដងដូជីនដែលជាក្មេងចិត្តល្អក៏ប្រញាប់រត់ទៅជួយប៉ុន្តែដៃគូអាតកំបាំងរបស់គេបានខាត់ទុកនាងបញ្ជាក់ថាមនុស្សដែលនាងចង់បញ្ឈប់មិនមែនជាអាតាចាស់នឹងឡើយអ្វីដែលនាងចង់ខាត់គឺកំពុងតែបង្ហាញខ្លួននៅពីមុខពួកគេនេះឯងមើលចុះវាបានហែកលំហអាកាសនិងពេលវេលាចេញមកពីក្នុងប្រហោងវិមាត្រដ៏ខ្មៅងងឹតត្រង់នេះហើយដែលអ្នកនិងខ្ញុំត្រូវតាមដានឲ្យច្បាស់បំផុតជីវិតជួនកាលបង្ខំឲ្យយើងធ្វើអ្វីដែលយើងមិនចង់ធ្វើហើយរឿងខ្លះវាកើតឡើងដោយមិនខ្វល់ថាស្ថានភាពយើងលំបាកកម្រិតណានោះទេមែនទេអ្នកប្រហែលជាគិតថាវាអយុត្តិធម៌ប៉ុន្តែអ្នកមិនអាចធ្វើអ្វីបានឡើយសួស្ដីតួឯកតូចរបស់យើងខ្ញុំមិនចង់ប្រាប់ដំណឹងអាក្រក់នេះទេតែឯងកំពុងជួបរឿងធំហើយតើក្មេងសិស្សសាលាម្នាក់អាចទៅដោះស្រាយជាមួយសត្វចម្លែកដែលហែកវិមាត្របានដោយរបៀបណាហើយវាមិនមែនជាកូនឆ្កែទេគឺវាជាឆ្កែប្រយ័ត្នដ៏ធំសម្បើមនៅពេលដែលវាឃើញដូជីននិងទេពធីតានៅពីមុខវាឆ្កែព្រៃនោះក៏សួរថាពួកគេជាអ្នកណាពួកមានតែចំណីដែលត្រូវវាយកមកស៊ីទេដែលគួរនៅទីនេះឃើញថាស្ថានភាពមិនស្រួលដូជីនក៏បានស្រែកប្រាប់អ្នកដទៃឲ្យរត់ចេញជាបន្ទាន់ប៉ុន្តែរឿងដែលចម្លែកគឺក្មេងស្រីម្នាក់នោះបានបាត់ខ្លួនបាត់ទៅហើយព្រះនាងបានប្រាប់គេថាកុំបារម្ភអីព្រោះមិនមែនក្មេងស្រីនោះទេដែលបាត់ខ្លួនគឺពួកយើងទេដែលបានចូលមកក្នុងវិមាត្ររបស់សត្វចម្លែកនេះនាងបញ្យល់ថាវាជារបាំងដែលសត្វចម្លែកប្រើសម្រាប់អូសព្រលឹងមនុស្សអាក្រក់មកស៊ីហើយទីនេះគឺជាកន្លែងប្រមាញ់របស់វាដែលគ្មានផ្លូវចេញឡើយដូជីនកាន់តែវង្វេងវង្វាន់លើដើមខណៈដែលសត្វចម្លែកនោះបានស្ទុះមករកពួកគេទាំងពីរក្នុងល្បឿនដែលភ្នែកមើលមិនចង់ទាន់តែសំណាងល្អព្រះនាងបានជួយសង្គ្រោះដូជីននិងអាតាចាស់អ្នកនយោបាយម្នាក់នោះឲ្យគេចផុតពីគ្រោះថ្នាក់បានយ៉ាងប្រព្រឹត្តប្រហើយខ្ញុំមិនយល់ទាល់តែសោះថាហេតុអីបានជានាងត្រូវជួយអាតាចាស់ម្នាក់នេះទៀតបណ្ដោយឲ្យវាស្លាប់ទៅវាសាំមុខវាជាងអ្នកទាំងអស់គ្នាប្រហែលជាគិតដូចខ្ញុំដែរមែនទេតែមើលទៅព្រះនាងចង់ប្រាប់ថាការងារថ្ងៃនេះគឺត្រូវតែបញ្ឈប់ការប្រមាញ់មួយនេះឲ្យបានសត្វចម្លែកនោះបានប្រើការវាយប្រហារដ៏ខ្លាំងក្លាដែលមើលទៅដូចជាក្បាច់ជីដូរីអញ្ចឹងហើយវាក៏ដឹងថាមានអ្នកមកបង្អាក់ដំណើររបស់វាគិតថាវានឹងអាចកម្ចាត់ពួកគេទាំងពីរបានយ៉ាងងាយប៉ុន្តែវាមិនដឹងទេថាទេពធីតារបស់យើងបានត្រៀមខ្លួនរួចជាស្រេចហើយនាងបានបង្កើតរបាំងការពារមន្តអាគមដ៏ធំមួយដើម្បីទប់ស្កាត់ការវាយប្រហារនោះបានយ៉ាងជោគជ័យបំផុតនៅចំពោះមុខសត្វចម្លែកនោះឆ្កែព្រៃនោះបានហៅនាងថាជាមនុស្សល្ងងដែលហ៊ានមកតតាំងជាមួយវាតែវាក៏សរសើរពីស្មារតីប្រយុទ្ធរបស់នាងផងដែរចំណែកឯដូជីនវិញគេគិតថាអ្វីៗគ្រប់យ៉ាងគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះព្រោះវាមិនអាចទៅរួចទេដែលមានឆ្កែយក្សកម្ពស់10 ហ្វីតនៅទីនេះប៉ុន្តែស្ដាយណាស់ដែលវាមិនមែនជាសុបិនព្រោះសត្វនោះកំពុងតែស្ទុះមកខំគេម្ដងទៀតហើយតែសំណាងល្អដែលប្រានាងនៅក្បែរចាំជួយនាងបានទាញគេឲ្យចេញផុតពីមុខសញ្ញាវាយប្រហាររបស់សត្វចម្លែកនោះជាលើកទី2ធ្វើឲ្យវាខឹងយ៉ាងខ្លាំងដែលវាយមិនត្រូវគោលដៅvàមើលមកដូជីនទាំងមើងងានិងសើចចង់អុកថាគេជាមនុស្សអន់ដែលចាំតែឲ្យមនុស្សស្រីមកជួយការពារបែបនេះវាប្រាប់ថាបើយើងចង់ឆ្លោះវានឹងផ្ដល់ឲ្យតាមបំណងហើយវាក៏រងចាំមើលថាតើស្រីម្នាក់នេះមានអាវុធអ្វីមកតតាំងជាមួយវាសត្វឆ្កែព្រៃនោះនិយាយឌឺដងថានាងនាំមកតែអ្នកចេះអានសៀវភៅដែលសូម្បីតែសម្លាប់មន់មួយក៏មិនឈ្នះផងមករកវាធ្វើអីតាមសម្ដីរបស់វាក្មេងម្នាក់នេះសូម្បីតែរោមរបស់វាក៏ប៉ះមិនបានផងគុំថាឡើយដល់ថ្នាក់មកប្រយុទ្ធជាមួយវាអីនោះព្រះនាងមិនបណ្ដោយឲ្យវាជេរតាមចិត្តទេនាងបានតបវិញថាវាប្រហែលជាភ្លេចរឿងសំខាន់មួយហើយគឺវាក៏មិនទាន់ប៉ះក្បាលគេបានដូចគ្នាដូចជីនដែលកំពុងនៅក្នុងដៃរបស់នាងកាន់តែឆ្ងល់ខ្លាំងឡើងថាហេតុអីបានជានាងចង់ទៅឌឺដងដាក់សត្វចម្លែកដ៏គួរឲ្យខ្លាចបែបនោះអ្វីដែលកាន់តែអាក្រក់នោះគឺនាងបានបបួលសត្វឆ្កែព្រៃនោះភ្នាល់គ្នាថាតើអ្នកណានឹងរងរបួសមុនគេរវាងអ្នកចេះអានសៀវភៅទាំងពីរអ្នកនេះបើអ្នកណាមានសំបីតែស្នាមឆ្កូតបន្តិចបន្តួចគឺត្រូវចាញ់
ហើយត្រូវដកថយចេញពីទីនេះភ្លាមដោយគ្មានលក្ខខណ្ឌឡើយនាងបានឌឺដងសួរវាថាតើវាខ្លាចរហូតដល់មិនហ៊ានប្រកួតជាមួយអ្នកប្រាជ្ញដែលគ្មានកម្លាំងបាយម្នាក់នេះមែនទេសត្វឆ្កែព្រៃដែលមានអំនួតខ្លាំងក៏យល់ព្រមតាមការភ្នាល់ហើយវានឹងរងចាំទាល់តែដូជីនត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយវាដូជីនប្រាប់នាងទាំងភ័យខ្លាចថាគេមិនចេះប្រយុទ្ធអីទាំងអស់តែព្រះនាងប្រាប់ថាកុំបារម្ភអីព្រោះនាងនឹងនៅទីនេះដើម្បីជួយគេជានិច្ចនាងសួរគេថាតើគេមានអាវុធអ្វីដែលធ្លាប់ប្រើដែរឬទេតែការពិតទៅគេគ្មានឡើយតែឲ្យសិស្សសាលាម្នាក់មានអាវុធមកពីណានាងនៅតែជឿជាក់ថាគេអាចយកឈ្នះសត្វមុខដូជីនេះបានប៉ុន្តែគេនៅតែប្រកែកថានាងឈួតហើយព្រោះគេគ្រាន់តែជាសិស្សសាលាម្នាក់ប៉ុណ្ណោះនាងបានលើកឡើងថាក្នុងនាមជាអ្នកប្រាជ្ញគេបានដកខាត់ចំណេះដឹងយ៉ាងជ្រៅជ្រះហើយចំណេះដឹងនោះឯងគឺជាអាវុធដ៏ខ្លាំងបំផុតរបស់គេដូជីនក៏នៅតែមិនយល់ថាចំណេះដឹងអាចយកមកវាយជាមួយឆ្កែយក្សនេះបានយ៉ាងម៉េចបើគេសូម្បីតែកម្លាំងបន្តិចក៏គ្មានផងនោះប៉ុន្តែព្រះនាងគ្រាន់តែញញឹមហើយប្រាប់គេឲ្យជឿជាក់លើខ្លួនឯងចុះព្រោះអ្វីដែលគេមានក្នុងខ្លួនគឺលើសពីអ្វីដែលគេឃើញទៅទៀតសត្វឆ្កែព្រៃនោះចាប់ផ្ដើមអស់ការអត់ធ្មត់ហើយវាក៏បានស្រែកសួរថាតើពួកគេត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីមកទទួលមរណភាពអ្នកនិងខ្ញុំត្រូវរងចាំមើលថាតើចំណេះដឹងរបស់អ្នកប្រាជ្ញអាចយកឈ្នះសត្វចម្លែកនេះបានដោយរបៀបណាជួបគ្នានៅវគ្គក្រោយបន្តទៀតប្រហែលជាគាត់ចេះបាញ់ធ្នូប៉ុន្តែដូជីនបានឆ្លើយថាទេដាច់ខាតគឺមិនចេះទេនាងក៏បានសួរអំពីអាវុធសម្រាប់វាយគៀកហើយគាត់ក៏ណែនាំឲ្យប្រើកន្ត្រៃមួយគូដែលច្បាស់ណាស់ថាវាមិនអាចទៅរួចទេនាងព្យាយាមរកអ្វីដែលប្រើការបានដូចជារំពាត់ឬដំបងប៉ុន្តែគាត់នៅតែបដិសេធថាមិនចេះប្រើរបស់ទាំងអស់នោះទេដោយខឹងសម្បានាងក៏សួរថាតើគ្មានអាវុធណាមួយដែលគាត់ចេះប្រើតតែសោះមែនទេហើយគាត់ឆ្លើយថាក្នុងសម័យនេះតើចាំបាច់ត្រូវការអាវុធធ្វើអ្វីភ្លាមនោះគាត់ក៏ឃើញខ្សែភ្នែកមើងងាយរបស់នាងហាក់ដូចជាកំពុងមើលថោកគាត់ខ្លាំងណាស់ដើម្បីស្រោចស្រង់កិត្តិយសគាត់ក៏សុំឲ្យនាងចាំបន្តិចព្រោះមិនមែនថាគាត់គ្មានចំណុចខ្លាំងទាល់តែសោះនោះទេអ្នកនិងខ្ញុំសុទ្ធតែដឹងហើយថានៅពេលនារីម្នាក់ដាក់សម្ពាធបែបនេះអ្នកត្រូវតែរកអ្វីមួយមកបង្ហាញហើយដោយបង្ខំចិត្តគាត់និយាយថាមានរឿងមួយដែលគាត់ចេះធ្វើនារីម្នាក់នោះក៏និយាយថាល្អណាស់អញ្ចឹងលុតជង្គង់ចោះឌូជីនរារែកបន្តិចប៉ុន្តែដោយគ្មានផ្លូវរត់គាត់ក៏សម្រេចចិត្តស្ដាប់តាមព្រះនាងពន្យល់ថានាងនឹងផ្ដល់ធម៌ពលឲ្យគាត់ដើម្បីបង្កើតអាវុធចេញពីការស្រមៃដែលជាសមត្ថភាពបង្កើតអាវុធដោយកម្លាំងផ្ទាល់ខ្លួនគាត់មានអារម្មណ៍ថាវាចម្លែកណាស់ដែលនាងផ្ដល់ធម៌ពលឲ្យដោយគ្រាន់តែប៉ះថ្ងាសប៉ុន្តែបន្ទាប់មកនាងក៏ថើបគាត់ចុះបើគិតទៅវាក៏សមតម្លៃដែរមែនទេនាងបានណែនាំឲ្យគាត់ស្រមៃពីអាវុធដោយរៀបចំវាម្ដងមួយផ្នែកនៅក្នុងចិត្តរបស់គាត់បើគាត់ធ្វើបានត្រឹមត្រូវអាវុធដែលគាត់ស្រមៃនឹងលេចចេញមកក្នុងពិភពពិតក្មេងស្រីនោះនិយាយថានាងជឿជាក់លើគាត់ព្រោះនាងមានជំនឿចិត្តទាំងស្រុងឥឡូវចាំមើលទាំងអស់គ្នាព្រោះមើលទៅទំនុកចិត្តរបស់គាត់ហាក់ដូចជាមិនសូវខ្ពស់ប៉ុន្មានទេទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីភ្ញាក់ពីភាពស្រងងុកស្រងងុលក្រោយការថើបតួឯករបស់យើងក៏ព្យាយាមប្រមូលអារម្មណ៍សត្វចចកដែលបានរងចាំយ៉ាងអត់ធ្មត់ក៏និយាយថាឥឡូវនេះវាមានអារម្មណ៍ថាប្រុសម្នាក់នេះត្រៀមខ្លួនរួចរាល់ហើយទើបវាក្រោកឈរដើម្បីប្រយុទ្ធវាបានសរសើរស្មារតីដ៏រឹងមាំរបស់គេទោះបីជាមានរាងកាយទន់ខ្សោយនិងគាត់សម្គាល់ឃើញថាគេកំពុងទប់សង្កត់ភាពភ័យខ្លាចដោយមិនខ្វល់ពីសត្វចចកឌូជីនផ្ដោតលើអ្វីដែលគាត់ត្រូវធ្វើគឺស្រមៃពីការដំឡើងអាវុធរបស់គាត់ប៉ុន្តែគាត់ត្រូវតែប្រញាប់ឡើងព្រោះសត្វចចកដ៏ធំនោះកំពុងតែសម្រុកចូលមកហើយក្នុងចិត្តរបស់តួឯកយើងគាត់បានរំលឹកពីជីវិតខ្លួនឯងបន្ទាប់ពីជ្រើសរើសការរចនាម៉ូដ 3D ជាជំនាញសិក្សានិងអាជីពអ្វីដែលគាត់ពូកែបំផុតគឺការបង្កើតរបស់ក្នុងពិភពនិមិត្តដែលជាជំនាញគាត់ជ្រើសរើសដោយមិនបានគិតច្រើនទោះជាយ៉ាងនេះក្តីគាត់បានរៀនអស់ជាច្រើនឆ្នាំដើម្បីប្រែក្លាយវាជាអាជីពតើវាអាចទៅរួចទេដែលការខិតខំនិងពេលវេលាជាច្រើនឆ្នាំដែលមើលទៅដូចជាឥតប្រយោជន៍គឺសម្រាប់ពេលនេះតែម្ដងជាមួយនឹងគំនិតនោះគាត់បានខិតខំអស់ពីសមត្ថភាពដើម្បីបង្កើតអាវុធដែលគាត់ស្គាល់ច្បាស់បំផុតនោះហើយគឺជាអាវុធដែលចេញពីការស្រមៃសត្វចចកដែលសម្រុកមកយ៉ាងលឿនបាននិយាយថាវាមិនខ្វល់ទីថាតើវាជាលំពេងឬជាដាវប៉ុន្តែតួឯករបស់យើងមិនបានស្រមៃពីលំពេងឬដាវនោះទេអ្នកនិងខ្ញុំសុទ្ធតែដឹងពីធម៌ពលពិតហើយគាត់មិនមែនយកដាវមកប្រយុទ្ធជាមួយកាំភ្លើងនោះទេអ្វីដែលគាត់ចូលចិត្តពិតប្រាកដគឺធម៌ពលកាំភ្លើងក្លិនម្សៅរំសេវក្នុងខ្យល់និងសម្លេងសម្បកគ្រាប់ធ្លាក់ដល់ដីនេះហើយគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានជីវិតហើយគាត់ពិតជាចេះច្បាស់ណាស់ដោយបដូររបៀបបាញ់ពីមួយទៅជាបាញ់រះតែម្ដងឥឡូវនេះជំនួសឲ្យការបាញ់ម្ដងមួយគ្រាប់គាត់បានបាញ់រះឥតឈប់ឈរសត្វចចកដឹងថាវាមិនអាចទ្រាំទ្របានឡើយទើបវាបង្ខំចិត្តដកថយអ្នកដែលសប្បាយចិត្តបំផុតនោះគឺព្រះនាងរបស់យើងជំនួសឲ្យការស្រមៃពីអាវុធសម័យបុរាណយុវជនម្នាក់នេះបានយកកាំភ្លើង M16 មកចូលរួមកម្មវិធីបាត់ហើយសត្វចចកគិតថាវាបានភ្លេចបាត់ថាមនុស្សសម័យទំនើបបានក្លាយជាម្ចាស់លើភ្លើងនិងដែកថែបទៅហើយដោយសើចយ៉ាងសប្បាយវាសារភាពថាវាចាប់អារម្មណ៍នឹងឌូជីននិងចូលចិត្តអាកប្បកិរិយារបស់គាត់សត្វចចកក៏សម្រេចចិត្តដកថយមុនពេលចាក់ចេញវាបានណែនាំខ្លួនថាបាម៉ូរីជាមេដឹកនាំម្នាក់ក្នុងចំណោមជង្គង់ទាំង6ដោយកាន់កំភ្លើងយ៉ាងនឹងណតួឯកយើងបានណែនាំខ្លួនជាផ្លូវការថាលីអូជីនជាកងកម្លាំងបំរុងដ៏មានមោទនភាពរបស់កូរ៉េខាងត្បូងបន្ទាប់ពីសត្វចម្លែកនោះរលាយបាត់ទៅរាល់យ៉ាងក៏ចាប់ផ្ដើមត្រឡប់មកធម្មតាវិញ
ดูจินสังแต่มันเชื่อท่ากอดบานต่อสู้จีมวยวีเลยกอดในแต่มันยลปีอาจกำบังในระบังกาเปียปนใต้กอดคืนจริงๆนึ่งกำรัดอัดได้แบบใบกำปุ้งจูจุลครูนไอหลังเวงได้จังปีจงมาค้างประเนียงก็ลิกมุกโมกให้นิยายท่ากอดเฟือบานละอ่อนนะกรุธนะบานก็ลองพอดเตอร์เฮยโดยเฉพาะกอดไอสำหรับบานโดยกรอนตัดจดมาเรียนได้เนียงกับบานบรรจบดำเนินการนี้เฮาอาวุธระบกอดก็รลีบัตเตอร์ประเนียงกับบานปรับกอดท่าประชนวนสำหรับการเหยียดไงนี่เต้าบานด่าโจลตะขนงกันเนี่ยนี่ระบกอดรู้อยู่รอเฮยมุนเปเนียงไอเป็นโยลปีปอดมีลมอัดในการเงียกอดกับบานกัดสำได้เนียงดาวนิยายท่ากอดมันจำบัตรสดับเยตีปลุกกอดหมกเฟือกาแต่มวยทั้งไงปนเนาะเฮาขมิ้นบ่มน้องจังบรรทอการเงียได้จำไลหนึ่งกรุธนักใบนี้ติดลอยโดยซาการเงียจับเฮยกอดปรับเนียงท่ากอดสมลีเฮยประเนียงก็โยลโปรมปนไตในยายท่ามีเรื่องมวยเตียดสลอมสมบัติในขนมได้เนียงมีจำนวนตึกประสมาหนึ่งจำนวนได้บานเตะตัวกันเนี่ยในระบบกอดกอดกลัวแต่ยกเวียตัวจีมวยประสันบามีนแฮดพอลนามวยได้ถั่วไอกอดประโดดจัดเฮาจองจูบเนียงมาดองเตียดกอดกรอนแต่บางสลอมสมบัตินุเนียงหนึ่งรกอดคืนเพียมดาวเพียบสมอตรังเนียงในยายท่าสองคำท่าเวียหนึ่งมันยูเปเตเนียงจองจูบกอดมาดองเตียดเจือกยำจ่อเนี่ยจะบ้าจีจังดังให้ทำมีนเอาไว้การล่างเดี๋ยวไปกอดบางสลอมสมบัตินุจะมือชุดบนตัวทั้งออกนี่ต่อมามือเรื่องได้จับดาวโดยการจองจำโดยชื่อจับมันเนี่ยนี่ทั้งออกนี่ยังเคยสตรีมันเนี่ยในขังหมกรีไอลีโอจินหนึ่งลีจินในขังคราวจิมวยอปกระบอกปุกีอปกระบอกเกบานจูบกรุธนะให้มุนนังดังห้ามจงกรอยหมอกดอลกอดบานสมออยกุนโปรจุยมือไทยโอนใส่เอาบานละออบำพดนี่ยี่ปีโอนใส่วิญเนียงโตมันเนี่ยนี่บานยกดมตะเกาะบ่จอมดามตรุงบองโปรไทยมาดองตรงเวอร์นี่ถือเอากีพยับเรือหลังหมกแต่งสลอนสโลอย่างหดนะยังก็ดังทาชดมุนนี่กรอนตาเจียสุบันหรือเจียการจองจำเราชื่อจับปนโนเกบานสูธาตาเนียงของปงถวยจกูตัวไว้นั่งปนไตยานิสตอบวินทาตีบำพดบ้องกับพญาได้ให้เนียงรมละเกธาเกคลุนไอเตอร์ได้ปราบเอาเนียงด่าตั้งปีโปรลมโนเนียงสัวธาบ้องเพลชไฮเมนเต้ทาทั้งไงนี้เตอมันตีแป๊บขมิ้นใส่นุปรับเตียธาเนียงดังเตืออาหาปิลปรัดให้เอาเกประหยับเงือบเตือนยำเป็นนักคืนดาวเรืองมันตีเป็ดโดยจินก็ดังคลุนธาเกเนอจุ่มแปะบ่มนอกีจรานะได้มันดังเปนาอาจซองออกนุเตปลูกลอยปรำเลี้ยนวิมันแมนจีจำนวนติดตุ้ยเลยปันใต้มาขึ้นมาดองเตียนเกมันตอนบานปีนัดเมื่อลอยได้เกรกบานการไปยกมันในหลายเตตาการประทอยประธานการไปยกมันอาจเอาเกตัวบานลอยจราปนาเตเนี่ยแต่ออกเนี่ยประกอบจิตเนี่ยเอามันขานเนื้อเปลดังถากวัดรูปบานลอยปนานขยมกระทาวิยประให้จิจราซ้อมรมได้ปันใต้มันนักสมานทวีกรุ๊ปจำนวนปรำเลี้ยนได้เกตรการละม่วงแบบนี้ซะตัวไอ้โปรดอกกำสอดระบยืงซึ่งแต่แกงเบะดงเตอหอยวิยปัจจิปิบะจือนะได้เกอาจรกลอยบานดอลเตอปรำเลี้ยนตรำแต่มุยุบซะเอาไว้ได้หัวจัดนุคือเกในแต่บรรทอนี่ใหญ่เปียดได้มันชบส่งใบแต่เปลกำปงยำใบหรือเปลกำปงดอกทมินก็ได้ส่งใบแต่เปลตลอดเตอร์บนตุกวิงก็จัดระบบเกในแต่กัดดอลเรื่องลอยนุได้เราโคตรดาวพลิกมือหมกมือกรอยมันนุ่งละงงมันเนี่ยนี่ดาวเธอต้องกิจเมจืงหนึ่งจืงเกลียอย่างคลั่งรู้ก็ใส่หลังอย่างคลั่งเพื่อเอายีจินได้กำปงเรียนบัดบังอารมณ์ออกระลิงตัวเชี่ยอย่างน่ะขณะดาโดจินกำปงชื่อจืงสตือดักจอลเกก็สลับแต่กรเล็กตะคืนซ้อมสมบัติปวกขมาวมวยให้เกก่อนนักคืนสำได้เนียงได้ท่าลอยนึงมีเนื้อขนมนุสมาหนึ่งจำนวนได้เกโรบานเกก็ยกลอยนุตะบองไทยถนำสำหรับใครนี่ปันใต้จอกแค่กรอยวันตาเกตรถือเรื่องมาได้เตอประหารจีเกกูแต่สะระบองบากสามสมบัตินุเมื่อแล้วให้เมื่อเตอเปอร์เซ็นต์บาเกเบิร์กเวียเพลียมสตรีมันเนี่ยนุหนึ่งดังทาเกโนไอนาเฮ้ยอาจตามโรกีคืนกรุ๊ปตีกันไหลเหมือนกันปันใต้เนียงปัจจิไอโรกีคืนแมนหรือเพราะเฮจีมันไอติดังเฮ้ยตู้จีเนียงโรคืนก็ได้ก็เกกรอนใต้มันบักทวีเอาตู้จีกัสไรงี้งี้บำพดบรรทอปีสำหรับจัดรู้โดจินก็บานให้ตรงโตมวยในสาวสมบัตินุรมปิกนุสำเร็งสตรีมันเนี่ยสไลด์หลังท่าบ้องบักวีเฮยบ้องบักวีเฮยดาวเชี่ยยิ้มโรกมือท่าสำเร็งนุใจหมอกปีนานุโดจินก็บานเตียนพูยจังดำไปปีนัดมือเตรียมครูนเอาไฮเตอร์ปลุกชดนี้เปิดเจี๋ยหัวจัดคลั่งนะแมนเฮยคือเตปธิดาระบบยืงในกราวพูยนั่งแต่มาดงโดยซาติกาพญาอาคลังปีตู้ไอระบบยืงก็บานสไลด์กลางอย่างคลังกิทเละปีเลือเกรรุ่ยส่วนเนียงท่าตั้งเนียงหมกเนื้อตีนี้ตั้งปีเป็นนาสระเปนุได้ไวจินได้เนื้อขังกลางบานสูธามีเรื่องเอาไว้แมนเตให้เนียงกับตรงดาวโจลมือบองปลอกระบอกเนียงดูจินเพย์สลอนสโลให้ปรับเอาเนียงจำสันปนใต้ไปยืดเปลตะเฮยปรุงเนียงบานโจลมาดองขนมมันตกบัดตะเฮยเปลเคยแต่เพียบจำไหลแบบนี้เนียงก็สูธาตาบองกำปงถวยจกูเอาไว้นั่งกีก็ตอบวิ่งแต่งอำเอียมท่าบองปรับไฮเตอร์เอากรุบสัตว์กินพงเนียงหย่อนยำแบบดื้อดองรุยตอบท่าบองปลอกจีตีสลันอนุญาตเอาโอนไซโจลเตอร์บานตีจ่าแบบนี้สมจัดบองเฮหรือนูขมิ้นไซนุปรับท่าเนียงหักดูจีลือสำเร็งมนุษย์ไซปนใต้เก็บประกายท่านุจีสำเร็งจิงปีวิดีโอได้กีกำปงเมื่อขนมตุรศัพท์เนียงหักโดยจีสองไซบันติรุ่ยในยัยท่าโอ้เมนเฮยจุบันนะเนียงบรรทอตีท่าเนียงยุลปีอารมณ์ไอเก่าระบบมนุษย์จ่าเนลิวขนมเนียมจีบโอนไซได้โยลชัดเนียงมันประกันลอยตกจีอย่างนะเนียงก็ประเมียนเกธาวีนเลือนไปสำหรับเรื่องแบบหนึ่งบรรทอมกเนียงก็ปรับเกธาเนียงหนึ่งเตอหางตำแหน่งเฮยจำในโดจินวิ้งดังฉบับทาโอนไซระบบเกประกอบจีโยจะหลอมทมมันคานการเปิดตื้อแบบนึ่งประหายเชลอเจียงเทพธิดาได้ตามดานเรื่องนี้ตั้งปีดามบานสัวธาตาเป็นนี้กิบโดจัดจองเฟือกางยินวิ่งเฮหรือเนอชดบรรทอคือเนื้อหางกาแฟมวยกันไหล
โดยจีนปนโยธาเกจองมองนิเยคนีในตีนี้ดำไปจีเวียงกลมเอาไว้จีนคืนปุกเกมาดองเตียดขณะได้เกกำปงกรีบแต่เกก็บ้านกระเล็กเมื่อตัวได้กำปงจับไซปอร์เมียนปีมรณะเพียบระบบสมาชิกกรมปรึกษาคิมวงโดยซากรุธนาจราจรโดยสควอลชมูนูเกก็สู้ตะกันฉะซาธาตานุเหมือนแมนจีบรอได้ใช้ไปดังตามการปีมาสัลมันเตรือเนียงบรรเจธาเปิดแมนเฮยกอดบันสลับตั้งปีเปลือกหมดเลยโดยซาแต่ครุธนาจราจรเนื้อปีมุกมันตีเป็ดแต่มาดองเวียเปิดจีกูออยออกสำนักนะเพราะเวียจีวิธีศาสตร์ได้กวาดทลบพราวดำไปกำจัดศัตรูระบก่อนเวียหาท่าเจียคำปียังไงหายโดยซาแต่ดูจีนบานกำจัดใช้ไปนู้เติร์โปรลึงระบบกิมวุงไอเต่ากันสกติผูกบานอย่างสกสารการนิยมปีไปพบขังกราวนี้เพื่อไอตัวไอระบบยืงมีการเงินชงอลจีคลังโดยเฉพาะเกี่ยวกับบานสูเนียงท่าตั้งเนียงจีนหน้าไอเปิดประกอบเตอเติร์ติดานนิยมท่าเกี่ยวกับให้จิตดังหายทานียงมาปีพบในสิ่งใดสลับขยมดังบัตรหายทาวิมันแมนจีเรื่องธรรมดาตีประกอบจะมีตัวองคล้ายๆในขนมเรื่องนี้เหมือนกันเนี่ยต่างออกเนี่ยดังตีขนมเรื่องนี้มุ้ยตั้งแต่มีมนุษย์แบบดังจีนได้ปนแต่จอกบามีมนุษย์ใส่พลายแบบนี้ในกบายครูนดำไปทั่วเอาชีวิตกันแต่มีผีผู้ระเบิดต้าวิมีเอาไว้มันละอเตอโดยมีการจองดังจองเขยเกี่ยวกับส่วนปีการงีระบเนียงแต่การงีระบเนียงคือกร้อนแต่ช่วยนอมเพลิงพลังมนุษย์สลับแมนตีนิ่งตอบเป็นท่ากิสมันจะเตะให้ปันแต่เขาตรองจำนวนปีอย่างตีมุ้ยนี่มีตัวในตีเจียชาซาได้มีในท่าแต่การงีทำไมนี่นึ่งนวมควาดเติร์ดดาวนาเตียนเนี่ยนึ่งขยมนึ่งดังจะบ้าขนมเปรี้ยวฉับนี่เชื่อเจ้าเลือกขยมจ่อเนียงคือเจเนนอมซาแต่ฐานะเนียงมันแม่นจิตเทวดานวมประเลิงตีคือจีสินจางได้เจเนกาปีตัวในตีเนียงคือบังกราบใบไซด์นึ่งประยุทธ์จมวยกำลังอักระเบิกร้อนแต่นวมเพลิงประเลิงปุกกี้มันตระการเนี่ยคลั่งโดยเนียงเลยมอกสดับจมวยขยมตัวไอ้ยังชงเอาท่าการเยื่อคือการปีประเลิงมนุษย์ปีปุใบไซด์เจเมนตีชาซาเป็นเจท่าตรำเตาหายใบไซด์แต่งนี้จีซัดแต่มวยกุดได้มันบานกาวเจงปีจักรวาลตัวพวกเวียเซซอลปีอำเภอบาประบมนุษย์ให้ขมิ้นกันไหลเนื้อเป็นประกอบลอยเวียดูจีกะสำนอลประเลิงได้รู้เนื้อตามจนหลอกประเขาผู้อบายมุกอย่างนี้เฮาท่ามูดุกีช่วงนี้เรื่องนี้มือแผลยังเคยบรอมันเนี้ยกำปงดาวทมออย่างคลั่งคลากำพลายตรองทาบรอมันเนี้ยนี่เมื่อเตอร์โดยจีสดัดจอกบัมซีโอรีขนมตมรงจีมนุได้มีนสักดมกลมรัดเยะกวาดกำปงฟักขัดอย่างสวัสดิ์สวายในเรือพนมสลับแต่มีนหน้ามันเนี้ยจับประดามเศร้าจำเอาอ้อยกวาดปีเลือดดำเชื่อมันเนี้ยนุเดือดองทาบัมโซรีดอกจ้าจังมนุธรรมดาหอยไอ้เลยมอหัดดาวทมอโดยขมิ้นตัววิ่งเนียงซัวทาตากวาดในยัยแมนรีออดโปรวิธีฮัดนี้เวียเมื่อเตอร์คู่สมัยไปหอยลือแบบนี้บัมซิโยริคังเพลียมกวาดปรับเอาขมิ้นใส่นูจ่อปีเลือดดำเชื่อให้นิยายจมวยกวาดโดยกรบขนมเนียมจีจ่าตมบ้ามันจ้องอ้อยกวาดเตียนตมแหละเนื้อปลาไฮเจียกำปงกึดโดยขยมได้ให้ทาขมิ้นใส่มันนี่คือยูรีบายัดหรือซันไซน์บัมซัวรีประกายทักกวาดมันบ้านประหลาดใจเตะขนมเนียมจีเนี่ยจะบังกวาดกรอนแต่เรื่องซาสัญญาปนโนปนใต้ซันไซน์มันขวาเตะเนียงทาเปียสัญญาอีนังคือสำหรับแต่พวกมนุษย์จ่าสมัยมุนแต่ปนโนบัมซัวรีชงอลอย่างคลั่งให้เนียงก็เป็นเจ้าทาแม่เนยคือมนุษย์จ่าโดยเชี่ยลูกไอ้นังเฮยกอดเนื้อแต่พรจะลอมสมานทาเจ็บปีสาวกอดเนื้อแต่ตะตุยทาคล้วนเหมือนบานจังคือกรอนแต่เรื่องซาสัญญาปนโนปนใต้เนียงตอบเป็นทาอันนังเฮยได้กี่เฮยทาจังนูสดับเตอร์หักดูเจียเถื่ออ้อยกวาดมันสบายจัดซอซันไซน์ปราบกวาดทามะระบเนียงจ้องดังปีมูลหายในปราใจนี้จังปีมวดระบกวาดตัวบามโซรีโยดโปรมให้ท่านังตะจวบของเปลี่ยนฉับมนนังจ่าเจงซันไซน์ก็บานสู้เรื่องมวยเนียงสัวทาต้ามันนุ่มเหมือนเนี้ยนุคลังดอถนัดนึงเมนตีสำนวนนี้เนื้อเหมือนตอนเมียนจำเหลาอีตีโปรยังกัดหมกหางกาแฟวิงเนื้อตีนุชาซาบรรทอเป็นโยลปีปูมูโดกีปูใบไซด์อย่างนี้โจจัดตามประมาณมนุษย์อักรอกคลังโดยเจียโลกิมเจียดามได้ลำเพื่อบาประบักวัดเลือกปีเอาไว้ได้มนุษย์เนี่ยไอซองขนมเจียดมวยอ๋อดูจิ้นก็กัดสำได้เนียงตามเด็กกวาดยลบ้านเนี่ยเฟื่ออักรอกคล้ายจีจำในใบไซด์วิ่งเหมือนสมเหตุพอลซอจมปูกอดบาปูเกตเฟื่อคลุนไอเหตุไอยังเตอประยุทธ์จมวยใบไซด์นำใบกาปีมนุษย์อักรอกแต่นุษย์เฟื่อไอตรงนี้หอยได้ชาซาปนยลปิจบับจักรวาลเนี่ยหนึ่งขยมประหายจีมันทลบดังปีเรื่องเวลในโปรเรื่องลอยโปรเรื่องมนุษย์สันซ้อมบนกอสอลเป็นมวยชีวิตดำไปวิวัฒน์คลวนเตาเจียสัตว์โลกได้มีคุณธรรมขบุงขบุเจียมุนการเวลตลอดในโปรเรื่องนี้คือจีกำลังได้โตตรงสันดับถนอมในจักรวาลแตงมูลเอาเมียนตุลยภีบเวียคือจีจบับในธรรมจิตให้จำนวนกันดาวในอวัยวะทั้งอ๋อคือโปรเรื่องมนุษย์ได้เตาจำหน่ายไปรอบร้อยชนำดำไปการหลังวิ่งนิยายเอาสุรยลโปรเรื่องมนุษย์คือเจียทรัพย์สมบัติดอมเมียนดำไล่บ่มพอดขนมจักรวาลได้เตาแต่กาปีเอาข้ามแต่บานดำไปเรียซาตุลยภีบในอวัยวะทั้งอ๋อจินจับดำดังกลวนหากวาดกำปงจุดเจ๊ปีเรื่องฉบับจักรวาลตัวหายมันแม้นกวาดจองคลายจีเนี่ยปราดไอเต้ปนใต้กวาดก็มันไอปัดได้ใส่กาปัดได้บานคืนหนึ่งพเนกบานได้อาวุธได้กวาดบังการลางปีปนลือก้าวปีเลือกมุนกวาดเนื้อแต่มีอารมณ์ถาเวียนเนื้อแต่ในขนมบัดได้นั่นเลยชาซาเงือบชอหอยปรับถาอมเปื่อเกราะระบอบมนุษย์ตรึงไตสมอาดตามระยะกาดะโตดอซอมรมนี่ยัยเอาจอมตื้อคือไตรแต่สองกำหนึ่งทานนรกได้จีประปอนสมอาดบ้าบังการล้างโดยธรรมจิตเวียแบบนี้บาเกตดเนี่ยให้เนื้อหนึ่งแต่ตอว่าเกหนึ่งบนไทม์เพลิงเอากั้นแต่กระดานไทม์เตียนโยนเลยชุบเล็งใส่อมเปื่อเกราะระบอบมนุษย์นั่งบ่งก้อยมีเพียบเหมือนปลอกระไดให้รองกู้รองเกลือดอรัชนาสัมปวนในจักรวาลเจียพ่อต่าง
ភាពអាក្រក់បានបង្កើតពួកមូឌូគីដែលជាសត្វស្ថិតនៅក្រៅច្បាប់ធម្មជាតិទាំងអស់ បើយើងមិនអាចបញ្ជូនប្រលឹងអាក្រក់ទៅឋាននរកទេភាពអាក្រក់នោះនឹងបន្តកើនឡើងហើយបង្កើតជាស្នាមប្រេះដល់ច្បាប់ចក្រវាឡយូរទៅវានឹងបង្កជាមហន្តរាយដ៏ធំឌូជីនយល់ពីហេតុផលដែលត្រូវការពីប្រលឹងហើយប៉ុន្តែគាត់គ្មានពេលខ្វល់ឡើយគាត់មិនអាចបារម្ភរឿងមហន្តរាយចក្រវាឡបានទេខណៈពេលដែលគាត់សូម្បីតែថ្លៃមន្ទីរពេទ្យអូនស្រីក៏រកមិនទាន់បានផងគាត់អរគុណសម្រាប់ការបញ្យល់ហើយសម្រាប់ចាត់ចាញ់ប៉ុន្តែមុននឹងទៅគាត់ឆ្ងល់ថាបើប្អូនជាអាទិទេពហេតុអីត្រូវការជំនួយហេតុអីត្រូវការជំនួយពីមនុស្សធម្មតាឆាសាបញ្យល់ថាបើគ្រាន់តែបិសាចធម្មតាឬប្រលឹងខ្មោចគឺនាងដោះស្រាយបានប៉ុន្តែពួកមូឌូគីដែលកើតចេញពីបាបកម្មមនុស្សគឺមិនមែនជាអ្វីដែលអាទិទេពអាចបង្ក្រាបបានដោយងាយនោះឡើយគឺមានតែប្រលឹងមនុស្សដូចគ្នាប៉ុណ្ណោះទើបអាចបង្ក្រាបពួកវាបានព្រោះកម្លាំងប្រឆាំងគឺជាធម៌ពលនៃជីវិតផ្ទាល់តែម្ដងអ្នកនិងខ្ញុំត្រូវចាំថាកម្លាំងនៃជីវិតគឺជាអាវុធដ៏ខ្លាំងបំផុតក្នុងចក្រវាឡនេះតោះមកមើលរឿងដ៏ជក់ចិត្តមួយដែលពួកមកដូជីត្រូវចងសម្ព័ន្ធភាពជាមួយមនុស្សដើម្បីរស់រានអស់រាប់ពាន់ឆ្នាំមកហើយឆាសាបានចាប់ដៃដូជីនហើយប្រាប់ថាគេពិតជាមានសមត្ថភាពខ្ពស់ក្នុងការក្លាយជាអ្នកការពារវិញ្ញាណដ៏ឆ្នើមម្នាក់រឿងនេះធ្វើឲ្យតួឯករបស់យើងមានអារម្មណ៍មិនសូវស្រួលហើយថែមទាំងមានការអៀនខ្មាស់បន្តិចបន្តួចទៀតផងប៉ុន្តែភាពអៀនខ្មាស់នោះបានរលាយបាត់អស់ភ្លាមនៅពេលដែលគេក្រឡេកទៅឃើញយេជីនកំពុងដើរកាត់នៅខាងក្រៅគេប្រញាប់កិច្ចមុខចេញភ្លាមធ្វើឲ្យឆាសាមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយសួរថាមានរឿងអ្វីកើតឡើងមែនទេគេឆ្លើយថាគ្មានអ្វីទេប៉ុន្តែការពិតគឺមានបើប្អូនស្រីគេអាចដើរបានធម្មតាវិញគេក៏អាចធ្វើអ្វីគ្រប់យ៉ាងបានដែរគេក៏ងាកទៅសួរឆាសាវិញភ្លាមថាតើនាងពិតជាអាទិទេពដែលមានឫទ្ធិអំណាចមែនឬក៏អត់គេសួរថាតើនាងអាចព្យាបាលជើងប្អូនស្រីគេឲ្យជាសះស្បើយបានទេបើធ្វើបានគេនឹងព្រមធ្វើការងារគ្រប់យ៉ាងទាំងអស់ឆាសានិយាយថារឿងប្អូនស្រីគេពិតជាធ្វើឲ្យនាងរំជួលចិត្តខ្លាំងណាស់ប៉ុន្តែអាទិទេពមិនត្រូវបានអនុញ្ញាតឲ្យលូកដៃក្នុងជីវិតមនុស្សឡើយទោះជាចង់ជួយដោយអភូតហេតុក៏មិនបានដែរឆាសាក៏បានសុំទោសគេប៉ុន្តែដូជីននិយាយថាវាមិនអីនោះទេគេបានដឹងរឿងនេះរួចជាស្រេចទៅហើយប៉ុន្តែដើម្បីព្យាបាលប្អូនស្រីគេត្រូវការលុយយ៉ាងច្រើនដើម្បីទិញថ្នាំជារៀងរាល់ខែបើនាងអាចចេញថ្លៃមន្ទីរពេទ្យឲ្យប្អូនស្រីគេបានរាល់ខែគេនឹងព្រមធ្វើតាមអ្វីដែលនាងចង់បានគឺការប្រយុទ្ធជាមួយពួកបិសាចនោះឆាសារំភើបចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់គេហើយក៏បានយល់ព្រមតាមលក្ខខណ្ឌដែលគេបានដាក់មកភ្លាមតែម្ដងអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាដូជីនមិនឈប់ត្រឹមនឹងទេគេនៅមានលក្ខខណ្ឌតូចមួយទៀតដែលត្រូវបន្ថែមនោះគឺនៅពេលដែលយេជីនចូលរៀនមហាវិទ្យាល័យថ្លៃសិក្សារបស់នាងក៏ត្រូវស្ថិតនៅលើនាងដែរបន្ទាប់មកគេក៏ត្រឡប់ទៅផ្ទះវិញពេលយប់បានឈានចូលមកដល់ក៏ជាពេលដែលអ្នកចម្បាំងរបស់យើងត្រូវញ៉ាំឲ្យឆ្អែតដែរប៉ុន្តែគេហាក់ដូចជាមានរឿងអ្វីក្នុងចិត្តដើម្បីឲ្យធូរទ្រូងគេក៏បានសួរយេជីនថាតើនាងនឹកឪពុកម្ដាយទេហើយមានតែចង់យំខ្លាំងដែរឬអត់សំណួរនេះធ្វើឲ្យយេជីនភ្ញាក់ផ្អើលជាខ្លាំងនាងក៏បានបិទសៀវភៅរួចប្រាប់បងប្រុសនាងវិញថានាងមិនអីនោះទេនាងនិយាយថាគេគឺជាបងឯកដ៏រឹងមាំបំផុតសម្រាប់នាងនិងបានបំពេញចន្លោះប្រហោងដែលឪពុកម្ដាយបានបន្សល់ទុកតួឯកយើងមិននឹកស្មានថាប្អូនស្រីគេមានគំនិតចាស់ទុំបែបនេះទេរហូតគេគិតថាខួរក្បាលនាងប្រហែលជាចាស់ជាងគេទៅទៀតនៅក្នុងចិត្តគេបានសន្យាជាមួយឪពុកម្ដាយថាគេនឹងមើលថែយេជីនឲ្យបានល្អបំផុតមិនបាច់បារម្ភនោះទេចំណែកឯយេជីនវិញក៏បានគិតបែបនោះដូចគ្នានាងសន្យាថានឹងមើលថែបងប្រុសនាងឲ្យបានល្អបំផុតដើម្បីឲ្យពួកគាត់សម្រាកបានស្រួលឈុតឆាកបានបដូរទៅកាន់ផ្សារទំនើបមួយកន្លែងដែលយើងឃើញមានមនុស្សម្នាក់ដែលមានរូបរាងស្រដៀងនឹង Sunshine នៅក្នុងបណ្ណាគារនាងកំពុងរើសរបស់ខ្លះដែលមើលទៅហាក់ដូចជាថាស DVD អូមិននឹកស្មានថាវានៅមានដល់សប្តាហ៍ថ្ងៃនេះសោះស្រាប់តែមានសត្វកណ្ដុរមុខឌូជីមួយបានលេចចេញមកហើយហៅនាងថាកញ្ញា Sunshine នាងក៏បានដោះមួកគ្របលើវានាងញញឹមហើយប្រមានវាឲ្យប្រយ័ត្នព្រោះមនុស្សអាចនឹងមានប្រតិកម្មខ្លាំងនៅពេលដែលពួកគេបានឃើញសត្វកណ្ដុរកូនកណ្ដុរតូចនោះបានសុំទោសនាងក៏និយាយថាវាមិនអីទេប៉ុន្តែក៏បានសួរទៅវិញថាតើវាមានបញ្ហាអ្វីមែនទេកណ្ដុរនោះសុំចូលរួមប្រយុទ្ធជាមួយនាងក្នុងការបរបាញ់លើក្រោយប៉ុន្តែនាងបានបដិសេធភ្លាមតែម្ដងនាងសួរថាតើវាដឹងទេថាអ្នកការពារដែលពួកគេត្រូវជួបលើកនេះខ្លាំងកម្រិតណាវាឆ្លើយថាដឹងគឺអ្នកដែលឈ្នះ BMCORI នោះឯង Sunshine បញ្ជាក់ថានឹងហើយគឺជាមូលហេតុដែលវាគ្រោះថ្នាក់ព្រោះការវាយប្រហារតែមួយដងអាចធ្វើឲ្យគ្រប់គ្នាដួលអស់មិនខាននាងបានស្ដីបន្ទោសវាថាកុំយកភាពក្លាហានមកបដូរជាមួយនឹងភាពល្ងង់ខ្លៅប៉ុន្តែសត្វតូចនោះបានព្យាយាមតវ៉ាវិញវាថាអាវុធទំនើបនឹងទៅជាឥតប្រយោជន៍ពេលអស់គ្រាប់ហើយចំនួនពួកវាក៏មានច្រើនជាងចំនួនគ្រាប់កាំភ្លើងរបស់មនុស្សដែរជឿខ្ញុំចុះអ្នកទាំងអស់គ្នានឹងព្រឺសម្បុរនៅពេលដឹងថាពួកវាបានស្បត់ថានឹងបូជាជីវិតដើម្បីជាតិពន្ធុរបស់ពួកវា Sunshine បន្ថែមថាត្រូវបូជាជីវិតដើម្បីមេត្តានិងដើម្បីពូជសាសន៍ទោះបីជាខ្លួនឯងខ្លាំងឬខ្សោយក៏ដោយដោយយល់ពីបំណងរបស់កូនកណ្ដុរនោះនាងក៏បានសួរបញ្ជាក់ម្ដងទៀតថាតើពួកវាពិតជាចង់ចូលរួមប្រយុទ្ធមែនឬវាឆ្លើយថាបើអាចជ្រើសរើសកន្លែងស្លាប់បានពួកវាចង់ស្លាប់នៅសមរភូមិជាមួយអ្នកខ្លាំងទាំង6ដូចជា BMCORI ជាដើមសម្រាប់ពួកវានេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងជីវិតហើយ Sunshine ក៏បានញញឹមនិងយល់ព្រមតាមការស្នើសុំបើជាអ្វីដែលពួកវាចង់បាននាងក៏សម្រេចចិត្តយកការបូជានេះធ្វើជាគ្រឹះដើម្បីសង្គ្រោះពូជសាសន៍មកដូជីតែម្ដងទុកពួកនាងមួយឡែកសិន
យើងងាកមកមើលដូជីនវិញដែលកំពុងចាប់ផ្ដើមហ្វឹកហាត់ក្នុងសប្តាហ៍ដំបូងរបស់គេកំពុងតែរត់យ៉ាងអស់កម្លាំងនៅលើម៉ាស៊ីនរត់ដើម្បីវាស់ស្ទង់សមត្ថភាពរាងកាយនិងភាពអត់ធន់របស់គេឲ្យបានច្បាស់ចាប់ពីថ្ងៃនោះមកដូជីនត្រូវឆ្លងកាត់ការធ្វើតេស្តរាងកាយយ៉ាងធ្ងន់ធ្ងរនិងហត់នឿយបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងសប្តាហ៍ដំបូងគេត្រូវរត់ចម្ងាយ50ម៉ែត្រនិង3000ម៉ែត្រដោយធ្វើការវាស់ម៉ោងដដែលពេញមួយថ្ងៃតែម្ដងដោយសារតែហត់ពេកគេក៏បានសួរថាតើមិនអាចវាស់តែម្ដងបានទេមែនទេចាំបាច់អីត្រូវធ្វើដដែលពេញមួយថ្ងៃបែបនេះឆាសាបញ្ជាក់ថានាងត្រូវការទិន្នន័យទាំងនេះដើម្បីបង្កើតកម្មវិធីហ្វឹកហាត់រាងកាយដែលស័ក្តិសមបំផុតសម្រាប់រូបគេតែម្នាក់គត់ចាំមើលទាំងអស់គ្នាថាតើតួឯងយើងអាចទ្រាំទ្រការហ្វឹកហាត់នេះបានដល់ពេលណាហើយរឿងនឹងទៅជាយ៉ាងណាទៀតតោះមកមើលជាមួយខ្ញុំថាគេអាចជឿជាក់លើនាងហើយតស៊ូដល់កម្រិតណាសប្តាហ៍ទី2បរិយាកាសចាប់ផ្ដើមប្លែកហើយការហឹបហាត់គឺនៅកន្លែងហាត់ប្រាណអាចនិយាយបានថាវាធ្ងន់ប៉ុន្តែហេរ៉ូយើងអើយវាត្រឹមតែ60គីឡូក្រាមទេលើកម្លាំងដៃនឹងឈប់ធ្វើជាមនុស្សខ្សោយទៅហើយចាប់ផ្ដើមធ្វើការទៅឆេះសានៅតែមកតាមដានលទ្ធផលរបស់គេជានិច្ចលើកនេះនាងថែមទាំងសរសើរគេថាធ្វើបានល្អប៉ុន្តែក៏ព្រមមានថាត្រូវបន្ថែមទម្ងន់ទៀតនាងថែមមកខាង20គីឡូទៀតដើម្បីឲ្យគេកាន់តែប្រឹងឲ្យគេភ្ញាក់ខ្លួនដល់សប្តាហ៍ទី3ការវិតម្លៃបានបដូរម្ដងទៀតដោយផ្ដោតលើមុខងារបេះដូងនិងសួតរបស់គេវិញ Chaso ប្រាប់គេខមួយ Hamouth and Dotting Home Tam Tramoch ឲ្យបានជឿនបំផុសប៉ុន្តែនាងនិយាយមកដូចជាងាយស្រួលណាស់អាណិតតែប្រុសស្អាតយើងត្រូវធ្វើការរុញដីក្នុងទឹកតើឲ្យគេដកដង្ហើមយ៉ាងម៉េចទៅនៅថ្ងៃចុងក្រោយនៃសប្តាហ៍ទី3ហេរ៉ូយើងហាក់ដូចជាចង់សន្លប់ទៅហើយយ៉ាងហោចណាស់ក៏គេជិតដល់ទីបញ្ចប់នៃវគ្គហ្វឹកហាត់ដែរដោយប្រើកម្លាំងចុងក្រោយគេក៏ធ្វើបានសម្រេចឆោសូប្រាប់គេថាគេចំណាយពេល12នាទីនិង35វិនាទីយឺតជាងលើកមុន2នាទីក្នុងនាមជាសមាជិកគេត្រូវរត់ទៅភ្នំម្ដងទៀតគេនិយាយថាគេធ្វើឡើងកើតហើយអស់កម្លាំងរលីងសូម្បីតែដើរក៏មិនរួចផងដើម្បីបញ្ចុះបញ្ចូលគេឆាសាក៏បានដាក់ស្មាប់លក្ខខណ្ឌនេះទៅអ្នកទាំងអស់គ្នាច្បាស់ជាដឹងថាគេនឹងមានកម្លាំងភ្លាមនាងសន្យាថានឹងធ្វើតាមអ្វីដែលគេសុំទាំងអស់គ្រាន់តែលឺភ្លាមគេស្ទុះងើបឈរផ្លែតរត់ទៅបាត់ដោយមិនគិតច្រើនខ្ញុំគិតថាខ្ញុំដឹងបាត់ហើយថាគេចង់សុំអ្វី18នាទីនិង25វិនាទីក្រោយមកគួរឲ្យស្ដាយគេធ្វើមិនបានសម្រេចទេគេដេកហត់ចង់ដាច់ខ្យល់ពលឹងចង់ចេញពីខ្លួនទៅហើយប៉ុន្តែឆាសានិយាយថាគេធ្វើបានល្អណាស់ទោះបីជាមិនបានក្នុង10នាទីប៉ុន្តែអរគុណដល់ការខំប្រឹង3សប្តាហ៍នេះពួកគេប្រមូលទិន្នន័យកាយសម្បទាបានច្រើនគ្រប់គ្រាន់ហើយចាប់ពីពេលនេះទៅការហ្វឹកហាត់សមត្ថភាពពិសេសនឹងចាប់ផ្ដើមនិយាយទៅមកដល់វគ្គដែលអ្នកនឹងយើងចូលចិត្តបំផុតហើយចាំមើលថាតើគេនឹងខ្លាំងដល់កម្រិតណាដូចជីនអង្គុយចុះឆាស៊ូក៏ចាប់ផ្ដើមបញ្យល់ដំណើរការនៃសមត្ថភាពពិសេសកម្លាំងដែលគេត្រូវប្រើគឺជាថាមពលជីវិតដែលមនុស្សគ្រប់រូបមានជាទូទៅកម្លាំងនេះហៅថា bake ប៉ុន្តែមុននឹងប្រើវាបានពួកគេត្រូវវាស់កម្រិតសរុបដែលគេមានសិនរំពេចនោះឆាសូដកកាតមួយស្លឹកមកដែលឆេះភ្លាមប្រហែលជាកាតសម្រាប់តាក់ទងគ្នានាងហៅមនុស្សម្នាក់ឈ្មោះសូរីនឲ្យបង្កើតរនាំងការពារដើម្បីកុំឲ្យមនុស្សចូលចិត្តភ្លាមនោះរនាំងការពារចាប់ផ្ដើមកើតចេញពីដីតែប៉ុន្មានវិនាទីប៉ុណ្ណោះវារីកធំទៅរហូតដល់វាធំមហិមាគ្របដណ្ដប់លើតំបន់សួនច្បារទាំងមូលតែម្ដងបន្ទាប់មកឆាសាប្រាប់គេឲ្យត្រៀមខ្លួនព្រោះចាប់ពីពេលនេះទៅគេនឹងរៀនប្រើបេករបស់គេនាងប្រមានគេថាគេត្រូវបោះបង់ជីវិតចាស់ដើម្បីចូលទៅក្នុងពិភពអាតកំបាំងដែលពោពេញដោយការប្រយុទ្ធជាមួយបិសាចបើចង់រស់រានមានជីវិតគេត្រូវតែមានស្មារតីខ្ពស់បំផុតបន្ទាប់មកសាច់រឿងបានកាត់ទៅមនុស្សម្នាក់ដែលមើលទៅហាក់ដូចជាខឹងសម្បានេះគឺជាសូរីនដែលមិនសប្បាយចិត្តនឹងដូជីនដែលនៅក្បែរឆាសាអស់រយៈពេល3សប្តាហ៍វាបានធ្វើឲ្យខូចផែនការសប្បាយរបស់នាងជាមួយមេហេរ៉ូយើងធ្វើឲ្យខូចរឿងអស់ហើយអ្វីដែលកាន់តែអាក្រក់គឺគេបានជាប់ការវាយតម្លៃកាយសម្បទាដែលមានន័យថាគេនឹងនៅបន្តទៀតត្រឡប់មកសួនច្បារវិញឆាសាប្រាប់សូរីនឲ្យត្រៀមវាស់កម្រិតបែកនាងក៏ធ្វើតាមបញ្ជាភ្លាមហើយចាប់ដើមបើកប្រព័ន្ធវាស់វែងដ៏ស្មុគស្មាញមួយនៅពេលដូជីនត្រៀមខ្លួនរួចរាល់ឆាសូបានប្រាប់គេឲ្យព្យាយាមបង្កើតដុំដៃតូចមួយដូចពេលដែលគេបង្កើតកំភ្លើងដែរគេក៏ចាប់ដើមផ្ចង់អារម្មណ៍គិតពីវត្ថុនោះក្នុងចិត្តមិនយូរប៉ុន្មានគេក៏ធ្វើបានសម្រេចឥឡូវនេះឆាសាបន្ថែមកម្រិតពិបាកបន្តិចរក្សាទំហំដដែលប៉ុន្តែត្រូវបន្ថែមទម្ងន់ដូជីនផ្ចង់អារម្មណ៍ម្ដងទៀតហើយហាក់ដូចជាជោគជ័យនៅពេលដុំដៃតូចនោះចាប់ផ្ដើមលិចចូលទៅក្នុងដីឆាសានិយាយថាល្អណាស់ហើយប្រាប់គេឲ្យបន្តបន្ថែមទម្ងន់ទៀតរហូតដល់នាងប្រាប់ឲ្យឈប់នាងទះដៃបង្កើតរង្វង់មុនអាគមហើយប្រាប់សូរីនឲ្យបញ្ជូនឧបករណ៍វាស់មកចេញពីរង្វង់នោះស្រាប់តែមានកូនឆ្មារ៉ូបូតតូចមួយចេញមកដែលជាដ្រូនរាងដូចឆ្មាពេលឃើញ drone បានខ្សែមកចំថ្ងាសដូជីនក៏សួរថាវាសម្រាប់ធ្វើអ្វីសូរីនពន្យល់ថាខ្សែនោះភ្ជាប់ដើម្បីវាស់បេករបស់គេគ្រាន់តែធ្វើប្រងើយហើយបន្តទៅក្នុងបន្ទប់បញ្ជារបស់សូរីនវិញយើងចាប់ផ្ដើមឃើញលទ្ធផលហើយនាងប្រាប់ឆាសាថាវាលើសពី90ហើយដោយសារ100គឺជាកម្រិតមធ្យមពួកគេប្រហែលជាអាចឈប់បានប៉ុន្តែឆាសាថាទេព្រោះវានឹងឡើងខ្ពស់ជាងនេះទៀតនាងឲ្យប្រាប់ពេលវាឡើងដល់180
នេះធ្វើឲ្យសូរីនភ្ញាក់ផ្អើលខ្លាំងណាស់មធ្យមតែ100ទេតែនាងចង់បាន ដល់180តើនាងនិយាយមែនឬឆាសាសួរដូជីនថាគេមានអារម្មណ៍ប្លែកក្នុងខ្លួនដែរឬទេ ចាំមើលថាតើអ្នកនិងខ្ញុំនឹងឃើញសមត្ថភាពពិតរបស់គេនៅភាគក្រោយទៀតឬយ៉ាងណាទេពធីតាយើងក៏បានបញ្យល់ថាតោះមកតាមដានជាមួយខ្ញុំក្នុងពិភពមួយដែលថាមពលមកជាមួយតម្លៃជីវិតដ៏ខ្ពស់ទោះបីជាប្រើថាមពលទាំងអស់ក៏គាត់មិនមានអារម្មណ៍ប្លែកក្នុងខ្លួនដែរនាងប្រាប់ថាបេកគឺជាកម្លាំងជីវិតគាត់គិតថាខ្លួនឯងប្រហែលជាអាចនឹងស្លាប់បើប្រើវាអស់ពីខ្លួនតែឆេសាបានប្រាប់គាត់វិញថាវាមិនដូច្នោះទេការប្រើវាអស់គឺគ្រោះថ្នាក់ខ្លាំងណាស់ព្រោះវាមិនបង្ហាញរោគសញ្ញាអ្វីឲ្យយើងដឹងមុនទាល់តែសោះទុកឲ្យពួកគេពីរនាក់នៅទីនេះសិនយើងងាកមកមើលក្នុងបន្ទប់របស់សារ៉ាំងវិញនាងកំពុងតែផាំងនិងមិនចង់ជឿភ្នែកខ្លួនឯងទាល់តែសោះព្រោះវាមិនអាចទៅរួចនោះទេជាទូទៅកម្រិតខ្ពស់បំផុតរបស់មនុស្សគឺត្រឹមតែ130ប៉ុណ្ណោះតែដូជីនឡើងដល់153ទៅហើយវានៅតែបន្តឡើងមិនឈប់ត្រឡប់មកវិញឆាសាបន្តបញ្យល់ថានៅពេលដែលថាមពលបេកចិត្តអស់ពីខ្លួនគាត់នឹងចាប់ផ្ដើមហូរឈាមច្រមុះជាមិនខានគាត់ត្រូវតែចងចាំអារម្មណ៍នេះឲ្យច្បាស់ព្រោះវាជាសញ្ញាព្រមានតែមួយគត់មុនពេលដែលថាមពលរបស់គាត់ត្រូវអស់ទាំងស្រុងដោយចង់ដឹងខ្លាំងពេកគាត់ក៏សួរថាមានរឿងអ្វីកើតឡើងបើគាត់នៅតែបន្តមិនខ្វល់ពីឈាមច្រមុះនោះឆាសាក៏ប្រាប់ការពិតដ៏គួរឲ្យខ្លាចចាប់ពីចំណុចនោះទៅគាត់នឹងចាប់ផ្ដើមប្រើប្រាស់ថាមពលនៃព្រលឹងរបស់ខ្លួនឯងវិញនៅពេលនោះអាយុកាលរបស់គាត់នឹងចាប់ផ្ដើមថយចុះភ្លាមទោះបីជាគាត់មិនមានអារម្មណ៍ឈឺចាប់ភ្លាមក៏ដោយប៉ុន្តែការពិតគឺគាត់កំពុងតែបាត់បង់អាយុជីវិតរបស់ខ្លួនឯងបន្តិចម្ដងទៅហើយឥឡូវនេះសូមឲ្យអ្នកទាំងអស់គ្នាប្រុងស្មារតីឲ្យមែនទែនកម្រិតថាមពលចាប់ផ្ដើមឡើងខ្លាំងហួសការស្មានហើយវាឡើងដល់170ទៅហើយវានៅតែបន្តឡើងដល់200អូហូចាំបន្តិចឈាមច្រមុះរបស់គាត់ចាប់ផ្ដើមហូរហើយឆាសាក៏ប្រាប់ឲ្យគាត់បញ្ឈប់ជាបន្ទាន់នាងបានសរសើរគាត់ចំពោះការខិតខំប្រឹងប្រែងនេះនិងបានសួរថាតើការណែនាំរបស់នាងពិបាកពេកសម្រាប់គាត់ដែរឬទេគាត់ឆ្លើយថាវាមិនពិបាកទេបើប្រៀបធៀបទៅនឹងការហ្វឹកហាត់កម្លាំងកាយដែលគាត់ធ្លាប់ឆ្លងកាត់ពីមុនមកគឺវាពិបាកជាងនេះឆ្ងាយណាស់នាងបានហុចកន្សែងឲ្យគាត់និងសរសើរម្ដងទៀតប៉ុន្តែនាងនៅតែសង្កត់ធ្ងន់ថាគាត់ត្រូវតែចាំសញ្ញាឈាមច្រមុះនេះឲ្យបានច្បាស់បំផុតចាំទុកក្នុងចិត្តឲ្យច្បាស់នេះជាសញ្ញាព្រមានដ៏សំខាន់បំផុតរបស់គេបងប្អូនត្រៀមខ្លួនទៅពួកយើងនឹងដឹងលទ្ធផលចុងក្រោយពេលនាងសួរសារីងអំពីលេខប៉ុន្តែក្មេងស្រីម្នាក់នោះស្លុតចិត្តយ៉ាងខ្លាំងនាងមិនជឿភ្នែកខ្លួនឯងទាល់តែសោះគេវាយបានដល់200តាមពិតទៅវាគឺ274មធ្យមគឺ100កំពូល130ប៉ុន្តែតួឯកយើងលេងដល់274ឯណោះសារីងសួរឆាសាថាដឹងរឿងនេះមែនទេដែនកំណត់គេខ្ពស់បែបនេះមែនទេតើនាងអាចស្រមៃដល់កម្រិតនឹងបានយ៉ាងម៉េចឥឡូវចាំមើលទាំងអស់គ្នានេះហើយជាអត្ថកំបាំងដែលពួកយើងត្រូវដឹងក្មេងតូចអើយឯងនឹងមានរឿងត្រូវរៀនច្រើនណាស់មូលហេតុដែលដូជីនមានធម៌ពលបែកច្រើនលើសពីមនុស្សធម្មតាគឺដោយសារតែគេបានបន្តមរតកនៃបំណងប្រាថ្នាគេមិនសូវយល់អំពីការបន្តមរតកនៃបំណងប្រាថ្នានេះប៉ុន្មានទេតើនាងចង់មានន័យថាម៉េចដែលថាគេបានបន្តមរតកអ្វីមួយឆាសាបញ្យល់ថាប្រហែលជាឪពុកម្ដាយរបស់គេបានផ្ដាំផ្ញើរឿងសំខាន់បំផុតមុនពីពួកគាត់ចែកឋានទៅឥឡូវនេះគេចាប់ផ្ដើមយល់ពីអ្វីដែលនាងហៅថាបំណងប្រាថ្នាហើយភ្លាមនោះគេក៏នឹកឃើញដល់ថ្ងៃគ្រោះថ្នាក់ដែលឪពុករបស់គេបានរងរបួសហើយសុំឲ្យគេជួយមើលថែយាយជីនពេលរៀបរាប់ប្រាប់ឆាសាគេក៏បានបញ្ជាក់ថាគឺឪពុកម្ដាយរបស់គេមែនមុនពេលលាចាកលោកពួកគាត់បានផ្ដាំឲ្យគេមើលថែប្អូនស្រីឲ្យបានល្អឆាសាក៏បានបញ្ជាក់ថាពិតជាអញ្ចឹងមែននៅពេលនរណាម្នាក់ជិតស្លាប់ហើយបានបង្ហាញបំណងប្រាថ្នាចេញពីដួងព្រលឹងហើយអ្នកដែលបានលើសន្យាថានឹងបំពេញបំណងនោះនៅវិនាទីចុងក្រោយថាមពលបែករបស់អ្នកដែលចាក់ចេញនឹងហូរចូលទៅក្នុងអ្នកដែលទទួលពាក្យសន្យានោះភ្លាមការទទួលថាមពលនេះហើយដែលគេហៅថាការបន្តមរតកនៃបំណងប្រាថ្នាពេលរើសយកពេលកាន់ដុំដៃដូចជីនគិតថាតាមពិតវាបែបនេះសោះខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងមានអារម្មណ៍ក្តុកដួលដូចខ្ញុំដែរមែនទេបន្ទុកនេះពិតជាធ្ងន់ណាស់តួឯកយើងកុំតន់អាល់ខូចចិត្តអីផ្លេចហើយមែនទេថាឆាសានៅទីនេះនាងមិនទុកឲ្យវីរបុរសយើងធ្លាក់ទឹកចិត្តទេនាងនិយាយថាការបន្តនិងរក្សាធម៌ពលបែកមិនមែនជារឿងងាយស្រួលទេបន្ទុកនេះគឺជាការឆ្លុះបញ្ចាំងពីការលះបង់ជាច្រើនឆ្នាំមកនេះអំណាចដែលគេមានគឺជាភ័ស្តុតាងនៃក្តីស្រឡាញ់របស់ឪពុកម្ដាយភ្លាមនោះដូជីនក៏ក្រោកឈរឡើងមិនមែនមកពីមុខដ៏គួរឲ្យស្រឡាញ់របស់ឆាសាទេគឺដោយសារតែសម្ដីរបស់នាងកុំចេះតែគិតប្រេះផ្ដាស់គេចាប់ផ្ដើមរំភើបខ្លាំងពេកក៏សុំដើរចេញមួយផ្លែតសំណាងល្អមានក្បាលរ៉ូប៊ីណេទឹកនៅចិត្តនឹងគេក៏ឆ្លៀតធ្វើពុតជាលៀងមុខដើម្បីបិទបាំងអារម្មណ៍គេជះទឹកដាក់មុខខ្លួនឯងយ៉ាងខ្លាំងឥឡូវមើលមិនដឹងទេថាជាទឹកឬជាទឹកភ្នែកពេលត្រឡប់មកវិញទាំងអៀនគេនិយាយថាអូយមិនក៏ស្រាប់តែក្តៅខ្លាំងម្ល៉េះប៉ុន្តែឥឡូវគេរៀងធូរស្រាលបន្តិចហើយគេមានឱកាសបានសម្រួលអារម្មណ៍ខ្លះអ្នកទាំងអស់គ្នាអាចមើលដឹងថាគេសម្រួលអារម្មណ៍បានកម្រិតណាតាមរយៈភ្នែកដែលនៅរលីងរលោងនឹងចាំមើលបន្តជាមួយខ្ញុំទៀតតើការធ្វើដំណើររបស់គេនឹងទៅជាយ៉ាងណាមកមើលជាមួយខ្ញុំពួកយើងមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះភពផែនដីនេះទេប៉ុន្តែចាំបន្តិចតើយើងនិយាយដល់ណាហើយអូចាំហើយគឺតើវគ្គហ្វឹកវើនបន្តជាអ្វីទៅហើយយើងចាប់ផ្ដើមនៅពេលណាដោយដឹងថាព័ត៌មាននេះធ្វើឲ្យគេរន្ធត់ចិត្ត
ឆាសាក៏និយាយថាការហ្វឹកហ្វឺនថ្ងៃនេះចប់ហើយឯងអាចត្រឡប់ទៅផ្ទះបានប៉ុន្តែនាងបានណែនាំថាវាប្រហែលជាល្អជាងប្រសិនបើគេចាំឲ្យភ្នែកដែលហើមដោយសារយំស្រកចុះសិននាងដឹងភ្លាមតែម្ដងចាំមើលត្រង់នេះឲ្យច្បាស់គេតបវិញថាអ្នកណាថាខ្ញុំយំបន្ទាប់ពីនោះមួយថ្ងៃក៏បានកន្លងផុតទៅយ៉ាងលឿនឥឡូវនេះជីនកំពុងរៀបចំខ្លួនចេញទៅក្រៅម្ដងទៀតដែលធ្វើឲ្យយូជីនមិនសប្បាយចិត្តទាល់តែសោះនាងសង្កេតឃើញថាសម្លៀកបំពាក់គេមិនដូចទៅធ្វើការទេគេពន្យល់ថាការងារថ្មីរបស់គេគឺមានភាពបត់បែនខ្លាំងណាស់វាគឺជាការងារដែលផ្ដោតសំខាន់លើកម្លាំងកាយនិងការប្រើកម្លាំងបាយច្រើនជាងមុននៅពេលឮបែបនេះនាងក៏សួរដោយបារម្ភថាតើវាគ្រោះថ្នាក់ដែរឬទេប៉ុន្តែគេបានធានាប្រាប់នាងថាវាមិនមែនជាការងារដែលគ្រោះថ្នាក់អ្វីនោះឡើយទោះជាយ៉ាងណាគេក៏ចាក់ចេញទៅជឿខ្ញុំចុះអ្នកនិងខ្ញុំច្បាស់ជាចង់ដឹងថាតើការងារអាចកំបាំងនោះជាអ្វីឲ្យប្រកបនៅភាគក្រោយមកអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកតាមដានរឿងរ៉ាវរបស់ដូជីនដែលកំពុងរំលឹកពីអំណាចបេកដែលទទួលបានពីឪពុកម្ដាយរបស់គេវាជាធម៌ពលនៃជីវិតហើយឥឡូវនេះគេថែមទាំងមានអ្វីមួយយ៉ាងហៅថា a will ដែលជាគេមរតកដ៏មានតម្លៃបំផុតទៀតផងរឿងនេះធ្វើឲ្យគេមានអារម្មណ៍ល្អខ្លាំងណាស់ព្រោះដឹងថាវិញ្ញាណរបស់ឪពុកម្ដាយតែងតែនៅក្បែរការពារគេនិងយីជីនជានិច្ចគ្រាន់តែដឹងបែបនេះក៏មានកម្លាំងចិត្តបន្តដែរស្របពេលដែលដ្រូនហោះហើររបស់ Soaring កំពុងចាប់ផ្ដើមប្រតិបត្តិការរបស់វាមិនមែនមានតែមួយនោះទេគឺមានច្រើនគ្រាប់កំពុងបើកដំណើរការរបៀបហ្វឹកហាត់ចល័តដើម្បីបង្កើតជារបាំងការពារវេទមន្តរបាំងនេះមានវិសាលភាពដល់ទៅ500ម៉ែត្រដែលរារាំងមិនឲ្យមនុស្សធម្មតាចូលមកបាននិងផ្ដល់កន្លែងធំទូលាយសម្រាប់ដូជីនហ្វឹកហាត់និយាយពីដូជីនវិញគេហាក់ដូចជាធុញទ្រាន់នឹងដ្រូនរៀងដូចឆ្មារបស់ Soaring ខ្លាំងណាស់ប៉ុន្តែនាងប្រាប់ឲ្យគេនៅស្ងៀមសិននាងកំពុងពិនិត្យស្ថានភាពរាងកាយរបស់គេហើយសម្លេងស្រាលៗនោះធ្វើឲ្យដូជីនមានអារម្មណ៍ថាដូចជាធ្លាប់ឮនៅកន្លែងណាមួយខណៈដែលគេកំពុងឆ្ងល់ឆាសាក៏បង្ហាញខ្លួនហើយសួរនាំពីការត្រៀមខ្លួនសម្រាប់ហ្វឹកហាត់ផ្ទាល់ដែលត្រូវចាប់ដើមភ្លាមតែម្ដងដូជីនតវ៉ាភ្លាមថាគេមិនទាន់ដឹងពីរបៀបវាយតបជាមួយពួកបិសាចនៅឡើយទេប៉ុន្តែឆាសាប្រាប់កុំឲ្យគេបារម្ភអីចាំមើលឲ្យច្បាស់ចុះព្រោះការហ្វឹកហាត់ដំបូងរបស់គេនេះគឺមិនមែនឲ្យទៅប្រយុទ្ធជាមួយបិសាចពិតប្រាកដទេណាគូប្រកួតរបស់គេថ្ងៃនេះរៀងប្លែកបន្តិចគឺជាកូនឆ្មាតូចមួយដែលដូជីនចង់ចាំបានយ៉ាងច្បាស់ថាជាឆ្មាដែលលួចសៀវភៅគេឆាសាណែនាំថាវាមានឈ្មោះថា Densil ជាសត្វទេពមកពីភពខាងមុខដែលមានសមត្ថភាពពិសេសអាចធ្វើឲ្យមនុស្សនិយាយការពិតឲ្យតែវាខំមួយម៉ាត់វានឹងធ្វើឲ្យអ្នកប្រព្រឹត្តកំហុសសារភាពរាល់អ្វីដែលកំពុងគិតក្នុងចិត្តចេញមកទាំងអស់គ្មានសល់ឡើយដូជីនភ្ញាក់តៅជាខ្លាំងហើយសួរថាវាពិតជាខំមនុស្សមែនទេប៉ុន្តែឆាសាបញ្ជាក់ថាជាធម្មតាវាមិនខំប្រដេកផ្ដាស់នោះទេដោយសារមានអំណាចបេកការពារដូច្នេះពួកវិញ្ញាណអាក្រក់ឬសត្វទេពមិនអាចធ្វើបាបមនុស្សបានឡើយលើកលែងតែករណីពិសេសដូចជាដូជីនអញ្ចឹងគេអាចនឹងត្រូវវាខំបានព្រោះអំណាចបេករបស់គេបានបដូរពីការការពារមកជាការវាយលុកវិញផុសតាងជាក់ស្ដែងគឺនៅពេលនេះឯងដែលកូនឆ្មាតូចនោះកំពុងតែខំត្របាក់ម្រាមដៃរបស់គេយ៉ាងជាប់មិនព្រមលែងឡើយដោយសារតែភាពឈឺចាប់ដូជីនក៏ស្រែកខ្លាំងៗប៉ុន្តែវាយឺតពេលទៅហើយព្រោះឥទ្ធិពលរបស់វាកំពុងតែដំណើរការគេស្រាប់តែសារភាពចេញមកថាគេមិនអាចដកខ្សែភ្នែកពីជើងដ៏សាឡូនរបស់ឆាសាបានឡើយជាពិសេសគឺស្រោមជើងដែលនាងពាក់ការនិយាយការពិតបែបនេះមិនមែនជារឿងល្អឡើយហើយសូរីងក៏សួរភ្លាមថាតើគេកំពុងតែនិយាយរឿងឈួតអ្វីហ្នឹងដើម្បីកុំឲ្យនិយាយអ្វីខុសឆ្គងទៀតដូជីនក៏ប្រញាប់ដកម្រាមដៃចេញពីមាត់ឆ្មាតែមើលចុះរឿងដែលវាបង្កឡើងពិតជាធំមែនឆាសាសួរដោយងឿងឆ្ងល់ពីស្រោមជើងរបស់នាងប៉ុន្តែដូជីនព្យាយាមប្រកែកនិងធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់គេឆ្លើយបន្លំថាគ្មានអ្នកណាដឹងរឿងស្រោមជើងអីទេខណៈដែលសូរីងកំពុងតែខឹងសម្បានឹងភាពប្រហើនរបស់គេជាខ្លាំងនាងបានបញ្ជាឲ្យ Densil ខំគេឲ្យខ្លាំងតាមដែលអាចធ្វើបានហើយមើលទៅកូនឆ្មាមួយនេះហាក់ដូចជាយល់ការណាស់ដូជីនចាប់ផ្ដើមស្លន់ស្លោភ្លាមព្រោះដឹងថាការលេងសើចរបស់គេបានคล้ายជារឿងពិតដែលធ្វើឲ្យគេត្រូវរងគ្រោះហើយឆាសាបញ្យល់ថានេះគ្រាន់តែជាការហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រយុទ្ធពិតប្រាកដហើយគោលដៅថ្ងៃនេះគឺត្រូវបង្ក្រាបឆ្មាមួយនេះឲ្យបានជាធម្មតាពួកបិសាចតែងតែវាយប្រហារក្នុងទម្រង់ជាមនុស្សដូច្នេះការចាប់ផ្ដើមហ្វឹកហាត់បែបនេះគឺមានសុវត្ថិភាពជាងសម្រាប់គេដូជីនគិតថាវាមិនអីឡើយព្រោះទោះជាសត្វទេពក៏ដោយក៏វានៅតែជាឆ្មាដដែលដូច្នេះគេប្រហែលជាអាចទប់ទល់បានការប្រយុទ្ធក៏ចាប់ផ្ដើមឡើងហើយកូនឆ្មាក៏ស្ទុះចូលវាយប្រហារភ្លាមខណៈដែលដូជីនក៏សម្រុកចូលទៅវិញយ៉ាងក្លាហានអ្នកទាំងអស់គ្នាឃើញស្រាប់ហើយការមើលងាយសត្វឆ្មាវេទមន្តមិនមែនជាគំនិតល្អទេមើលចុះដូជីនត្រូវវាខ្វាចឡើងសុខសាច់បាត់ទៅហើយឆាសាប្រាប់ថាគេគួរតែស្ដាប់ការបញ្យល់ឲ្យចប់សិនព្រោះនាងមិនទាន់បានកំណត់របាំងការពារឲ្យទៅជាបែបវឹកហាត់នៅឡើយទេ Soaring សេចចំអកឲ្យគេតាមមីក្រូហ្វូនហើយប្រាប់ថាវាសាំមុខគេហើយកុំឲ្យចេះតែចង់ហក់ជាមួយ Densil ខ្លាំងពេកឆាសាប្រាប់ឲ្យ Densil ស្ងប់ចិត្តសិនព្រោះដូជីនកំពុងតែរៀនសូត្រទេហើយនាងក៏បានហៅដ្រូនមួយទៀតមកជួយវាគឺជាឧបករណ៍បង្កើតរបាំងការពារដែលមានចម្ងាយ100ម៉ែត្រដើម្បីតាមការពារនិងផ្ដល់សេរីភាពឲ្យគេអាចប្រយុទ្ធបានពេញទំហឹងនាងបានផ្លាស់ប្ដូររបៀបហ្វឹកហាត់ដែលធ្វើឲ្យរាងកាយរបស់ដូជីនคล้ายជាវិញ្ញាណដើម្បីការពារកុំឲ្យរងរបួសសាច់ពិតប្រាកដក្នុងរបៀបនេះទោះបីជាមានការវាយប្រហារគ្នាក៏ដោយក៏មានតែវិញ្ញាណប៉ុណ្ណោះដែលឈឺចាប់រីឯរាងកាយគឺនៅដដែលនៅពេលរបាំងការពារត្រូវបានដកចេញរាងកាយរបស់គេនឹងត្រឡប់មកសភាពដើមវិញដោយគ្មានស្នាមរបួសសូម្បីតែបន្តិចការប្រយុទ្ធជិតចាប់ផ្ដើមម្ដងទៀតហើយដូជីនយល់ថាគេត្រូវតែមានយុទ្ធសាស្ត្រថ្មីដើម្បីយកឈ្នះឆ្មាដ៏កាច់សាហាវមួយនេះគេបានយករបស់លេងបញ្ឆោតឆ្មាមកប្រើប៉ុន្តែសូរីងបែរជាស្រែកខ្លាំង
ហើយហៅដូចជាថាជាមនុស្សល្ងងទៅវិញនាងប្រាប់ឲ្យគេលាក់វាទុកភ្លាមប៉ុន្តែវាយឺតពេលបាត់ទៅហើយព្រោះ Dancil បានឃើញរបស់លេងនោះរួចជាស្រេចនាងបញ្យល់ថាឲ្យតែវាឃើញរបស់លេងបែបនេះសុភាវគតិព្រៃរបស់វានឹងផ្ទុះឡើងហើយគ្មានអ្នកណាអាចទប់វាជាប់ឡើយនៅពេលឃើញកូនឆ្មាស្ទុះមកយ៉ាងលឿនបែបនេះដូចជីនចាប់ផ្ដើមស្លន់ស្លោនិងភ័យខ្លាចជាខ្លាំងរហូតដល់ថ្នាក់រត់គេចខ្លួន Soring និយាយថាវាសមមកគេហើយដែលចេះតែធ្វើរឿងឈួតដោយមិនសួរនាំនាងឲ្យបានច្បាស់លាស់ជាមុនសិនជឿខ្ញុំចោះអ្នកទាំងអស់គ្នានឹងចង់ដឹងបន្តហើយថាតើដូជីនអាចរស់រានមានជីវិតពីការវឹកហាត់នេះដែរឬទេតោះមកមើលទាំងអស់គ្នាពេលនេះប្រូយើងឡើង LV លឿនណាស់សូម្បីតែរ៉ូបូតទូចក៏សរសើរថាគាត់រត់លឿនជាងមុនឆ្ងាយដែរការហ្វឹកហាត់3សប្តាហ៍ពិតជាមិនអត់ប្រយោជន៍មែនព្រះឯកយើងដឹងភ្លាមថាជាសម្លេងឆាសាកំពុងប្រាប់គាត់ថាឈប់រាយការណ៍ទៅពេលនេះគាត់គ្រាន់តែចង់ដឹងពីវិធីបង្ក្រាបអាឆ្មាជាមួយដៃទទីតែប៉ុណ្ណោះឆាសាក៏ចាប់ផ្ដើមបញ្យល់ពីរបៀបប្រើបែកដើម្បីបង្ក្រាបសត្រូវដល់ពេលរៀនមេរៀនថ្មីទៀតហើយថាមពលការពាររបស់គាត់បានបដូរទៅជាការវាយប្រហារដែលគេហៅថា Yuji Shin ដែលអាចប្រឆាំងនឹងពួកវិញ្ញាណអាក្រក់បានប៉ុន្តែវាមិនមែនសម្រាប់វាយផ្ទាល់ទេគាត់ត្រូវបដូរវាទៅជាប្រភេទ S I ឬ XM សិនទៅប្រើបានឆាសានៅតែបន្តបញ្យល់ពីទ្រឹស្ដីយ៉ាងវែងខណៈដែលព្រះឯកយើងកំពុងរត់គេចពីការដេញតាមយ៉ាងត្រហេបត្រហប់មើលឲ្យច្បាស់ណាព្រោះរឿងរ៉ាវកាន់តែវឹកវរហើយនាងបន្តនិយាយពីធម៌ពល UI ដែលអាចបង្កើនសមត្ថភាពរាងកាយបើហ្វឹកហាត់ UI គាត់នឹងទទួលបានកម្លាំងដូចជាមុខដូគីដែលមានភាពរហ័សរហួននិងការឆ្លើយតបយ៉ាងលឿនបំផុតប្រើឥឡូវបានអត់គាត់សួរឆាសាថាវាមិនអាចទៅរួចទេធ្វើឲ្យគាត់មូម៉ៅខ្លាំងមែនទែនជាមួយពេលវេលាបែបនេះបង្រៀនវិធីឈ្នះមកចាំទៅរៀនទ្រឹស្ដីតាមក្រោយប៉ុន្តែវាហាក់ដូចជាយឺតពេលបាត់ទៅហើយអាឆ្មាបានក្លាយជា Super Saiyan ហើយថែមទាំងព្រោះភ្លើងទៀតមើលទៅវាហាក់ដូចជាខឹងខ្លាំងណាស់គាត់ស្រែកប្រាប់ថាអាឆ្មាកំពុងបាញ់កាំរស្មីចេញពីមាត់នេះវាពិតជាឈួតលប់មែនទែនហើយឆាសាបញ្ជាក់ថាវាជាសត្វវិញ្ញាណសម្រាប់បង្ក្រាបបិសាចព្រះឯកយើងព្យាយាមប្រកែកថាគាត់មិនមែនជាបិសាចទេបន្ទាប់មកនាងនិយាយពីគីអាយដែលជាធម្មពលអាចឲ្យគាត់ប្រើមន្តអាគមវាយប្រហារដូចជាការបាញ់កាំរស្មីជាដើមគាត់នឹងអាចប្រើធាតុភ្លើងផ្លេកបន្ទោនិងខ្យល់រួមទាំងសមត្ថភាពបញ្ជាវត្ថុដោយកម្លាំងចិត្តទៀតផងអាឆ្មាព្រោះភ្លើងម្ដងទៀតធ្វើឲ្យធ្លុកទឹកដ៏ធំមួយរៀងស្ងួតភ្លាមត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះព្រះឯកយើងភ័យស្លន់ស្លោប៉ុន្តែឆាសាបែរជានិយាយថា GI ត្រូវចំណាយពេលរាប់ឆ្នាំដើម្បីរៀនទៅវិញសរសេរដាក់សៀវភៅទៅប្រាប់ថាវិធីវាយអាឆ្មានឹងមកបានទេគាត់កំពុងតែអស់សង្ឃឹមខ្លាំងណាស់នាងសំទោព្រោះនេះជាលើកដំបូងដែលនាងហ្វឹកហាត់ឲ្យមនុស្សទើបការបញ្យល់វាវែងឆ្ងាយបន្តិចបោះបង់ UI និង GI សិនទៅនាងនឹងបង្ហាញរបស់អ្វីដែលខ្លាំងនិងអាចប្រើបានភ្លាមតែម្ដងធម្មពលចុងក្រោយគឺ Chen ដែលវាផ្ដល់សមត្ថភាពខ្លាំងប្រៀបបាននឹងមុនអាគមលំដាប់ខ្ពស់អញ្ចឹងនៅពេលនាងនិយាយកាន់តែច្រើនព្រះឯកយើងចាប់ផ្ដើមយំព្រោះគាត់មិនចង់ស្ដាប់ទ្រឹស្ដីទៀតទេទាំងអ្នកនិងខ្ញុំសុទ្ធតែដឹងថាគាត់កំពុងជួបគ្រោះថ្នាក់ហើយតើជំរើសតែមួយគត់របស់គាត់គឺការបោះបង់មែនទេមិនមែនទេឆាសាចាប់ផ្ដើមនិយាយចំធម្មពល Chen គឺប្រើដើម្បីបង្កើតវត្ថុពិតចេញពីខ្យល់អាកាសដោយកំភ្លើងដែលខ្ញុំធ្លាប់ប្រើមែនទេគាត់សួរនាងក៏ឆ្លើយថាពិតមែនហើយគឺបែបនឹងឯងអ្នកការពារវិញ្ញាណបង្កើតអាវុធដែលមានធម្មពលដាក់ដើម្បីកម្ចាត់ពួកវិញ្ញាណអាក្រក់ទាំងឡាយខណៈពេលដែលពួកគេកំពុងជជែកគ្នាអាឆ្មាក៏មិននៅស្ងៀមដែរវាកំពុងសូត្រមន្តបង្កើតរង្វង់មន្តអាគមដ៏ធំក្រញ៉ាំជើងដ៏ធំសម្បើមួយបានលេចចេញពីរង្វង់នោះនេះពិតជាមិនល្អទាល់តែសោះសម្រាប់ព្រះឯកយើងតើវាគ្រោះថ្នាក់ទេគាត់សួរឆាសាប្រាប់ថាកុំបារម្ភព្រោះរបួសទាំងអស់នឹងជាសះស្បើយនៅពេលចេញក្រៅទោះបីជាខ្លួនប្រាណត្រូវខ្ទេចខ្ទីក៏ដោយឆាសាថាត្រូវហើយលោកមិនស្លាប់ទេតែលោកនៅតែឈឺចាប់អាឆ្មាក៏បានវាយមួយក្រញ៉ាំយ៉ាងធំវាបានប៉ះចំគោលដៅលើព្រះឯករបស់យើងពេញទំហឹងតែម្ដងគាត់បានដួលទៅលើដីតើនេះជាទីបញ្ចប់មែនទេអត់ទេអាឆ្មាវានៅតែបន្តដេញតាមវាគាត់ទៀតការគេចវេះគឺមិនអាចទៅរួចទេនៅពេលនេះរាងកាយរបស់គាត់មិនអាចទ្រាំទ្រនឹងការវាយប្រហារនេះបានឡើយគាត់ក៏សម្រេចចិត្តប្រើធម៌ពលឈីសិនគាត់ត្រូវតែទប់ទល់នឹងវាព្រោះគ្មានជំរឿនផ្សេងទៀតឡើយគាត់ព្យាយាមបង្កើតខែលរ៉ូម៉ាំងប៉ុន្តែលទ្ធផលដែលចេញមកគឺគ្រាន់តែជាបន្ទះដែកធម្មតាមួយប៉ុណ្ណោះឆាសាហាក់ដូចជាពេញចិត្តខ្លាំងណាស់ទោះបីជាគ្មានបច្ចេកទេសក៏គាត់អាចបង្កើតបន្ទះដែកបានដែរការបង្កើតវត្ថុគឺមានប្រយោជន៍ដូចមន្តអាគមអញ្ចឹងវាអាស្រ័យលើរបៀបដែលអ្នកយកវាទៅប្រើប្រាស់ធម៌ពលនេះថែមទាំងអាចជំនួស GI បានទៀតផងប៉ុន្តែព្រះឯកយើងកំពុងតែផ្ដោតលើខែលរបស់គាត់ទីបំផុតគាត់អាចបង្កើតខែលដែលល្អជាងមុនបានពេលនេះការការពាររបស់គាត់គឺរឹងមាំខ្លាំងណាស់គាត់បានរកឃើញវិធីកាត់បន្ថយទម្ងន់អាវុធដើម្បីអាចប្រើប្រាស់វាបានដោយដៃម្ខាងយ៉ាងងាយស្រួល Shasa ក៏សម្គាល់ថាការប្រើខែលរួមជាមួយកំភ្លើងគឺដូចជាការប្រើមន្តអាគមពីរក្នុងពេលតែមួយអញ្ចឹងដោយសារគាត់អាចរកឃើញវិធីនេះដោយខ្លួនឯងលទ្ធផលនៃការហ្វឹកហាត់ពិតជាល្អលើសពីការរំពឹងទុកជាធម្មតាអ្នកការពារប្រើតែលំពែងឬដាវប៉ុណ្ណោះប៉ុន្តែសម្រាប់គាត់គឺខុសប្លែកពីគេទាំងស្រុងគាត់អាចបង្កើតសូម្បីតែកំភ្លើងសម័យទំនើបជឿខ្ញុំចុះទាំងអ្នកនិងខ្ញុំនឹងបានឃើញរឿងដ៏អស្ចារ្យមិនខានចុះមកមើលជាមួយខ្ញុំនៅការប្រយុទ្ធដែលប្រើអាវុធទំនើបដែលមានកម្លាំងបំផ្លាញស្មើនឹងមន្តអាគមដោយមិនចាំបាច់ហ្វឹកហាត់យូរឡើយទោះបីជាត្រូវរៀនធាតុផ្សេងទៀតមែនប៉ុន្តែការប្រើប្រាស់ HN ភ្លាមនឹងជួយបានច្រើនប៉ុន្តែជាអកុសល
ជាមួយនឹងសមត្ថភាពបច្ចុប្បន្នសូម្បីតែមានកំភ្លើងក៏វានៅតែពិបាកក្នុងការបង្ក្រាបដានស៊ីលខ្លាំងណាស់គេដឹងថាឆ្មាមួយក្បាលនេះតូចហើយលឿនពេកដែលធ្វើឲ្យពិបាកបាញ់ឲ្យត្រូវតាមពិតគេបានដឹងរឿងនេះមុនហើយប៉ុន្តែវាមិនអាចទៅរួចទេបើប្រើតែកំភ្លើងភ្លាមនោះការវាប្រហារដ៏ខ្លាំងមួយទៀតបានមកដល់ហើយលើកនេះវាបានបុកចំតួឯកយើងពេញទំហឹងតែម្ដងមើលទៅខែលការពារហាក់ដូចជាមិនសូវជួយអ្វីបានច្រើនទេទាំងកំភ្លើងខែលនិងតួឯកសុទ្ធតែខ្ទាតចេញទៅឆ្ងាយវាពិតជាដុំអ្វីដែលគេបានគិតមែនការប្រើកំភ្លើងគឺមិនគ្រប់គ្រាន់ទេដាណូបានឡើងលើកំភ្លើងហើយចាប់ផ្ដើមបញ្ចេញថាមពលអូរ៉ាយ៉ាងខ្លាំងក្លាមិនដឹងថាវាជាសម្រេចជ័យជំនះឬជាការហៅឲ្យមកប្រយុទ្ធបន្តទៀតនោះទេតួឯកយើងលូកដៃចេញហើយនិយាយថាបើវិធីនេះមិនជោគជ័យគេនៅមានវិធីមួយទៀតប៉ុន្តែគេត្រូវតែលឿនព្រោះព្រលឹងរបស់ដាន់កំពុងតែសម្រុកមកទៀតហើយទោះជាត្រូវគេវាយប្រហារក៏គេនៅតែជឿជាក់ឥឡូវចាំមើលទាំងអស់គ្នាព្រោះតួឯកយើងចិត្តបញ្ចេញក្បាច់ពិសេសដែលឆ្មាមិនអាចគិតផុតហើយនោះគឺការបង្កើតទឹកជ្រោះដ៏ធំតែម្ដងយើងទាំងអស់គ្នាដឹងហើយថាឆ្មាមិនចូលចិត្តទឹកទេកន្លងមកដានីលបានព្យាយាមគេចពិភពគ្រប់កន្លែងប៉ុន្តែលើកនេះតើវានឹងទប់ទល់នឹងទឹកជ្រោះយក្សនេះដោយរបៀបណាបន្ទាប់ពីហែលក្នុងទឹកមួយសន្ទុះទីបំផុតវាបានងើបឡើងក្នុងសភាពអស់កម្លាំងខ្លាំងដើម្បីឲ្យប្រកាសថាវានឹងបន្តដៃទៀតតួឯកក៏បានហៅទ្រង់មកឃុំវាហើយទីបំផុតក៏អាចបង្ក្រាបវាបានសម្រេចសូរីងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរថាតើគេពិតជាអាចបង្កើតទឹកបានមែនឬការបញ្ចេញអង្គធាតុរាវដ៏ច្រើនដោយគ្មានរូបរាងច្បាស់លាស់គួរតែធ្វើទៅបានលុះត្រាតែមានការវឹកហាត់ខ្លាំងក្នុងធាតុ HN នេះជាលើកទី2ដែលគេប្រើបែកចុះហេតុអីបានជាគេអាចធ្វើវាបានយ៉ាងជំនាញបែបនេះឆាសាបានផ្ដល់យោបល់ថាចំពោះធាតុអ៊ីកទីនគេប្រហែលជាមានដុងពិសេសពីកំណើតបន្ទាប់ពីការវឹកហាត់ដ៏យូរនេះរនាំងការពារត្រូវបានបិទហើយដាន់ក៏ត្រូវបានគេយកមកមើលថែយ៉ាងល្អក្នុងសភាពទទឹកជោគគួរឲ្យអាណិតណាស់ទទឹកអស់រលីងឆាសានិយាយថានាងមិននឹកស្មានថាតួឯកមានភាពច្នៃប្រឌិតបែបនេះក្នុងការបង្ក្រាបដាន់ស៊ីលសោះគេបញ្យល់ថាឆ្មាដែលចូលចិត្តទឹកគឺកម្រណាស់ហើយសត្វវិញ្ញាណក៏មិនខុសគ្នាដែរឆាសាសប្បាយចិត្តនឹងការរកឃើញនេះហើយក៏បញ្ចប់ការវឹកហាត់ប៉ុន្តែនាងបានដាក់កិច្ចការផ្ទះឲ្យគេធ្វើសម្រាប់3ថ្ងៃបន្ទាប់គេត្រូវតែសិក្សាពីការស្រមៃនិងការបង្កើតអាវុធចេញពីសៀវភៅដោយត្រូវចងចាំទាំងរចនាសម្ព័ន្ធនិងមុខងាររបស់វាឲ្យច្បាស់លាស់អាវុធសំខាន់នឹងត្រូវបានរំលេចឡើងមួយក្នុងចំណោមនោះគឺគ្រាប់បែកដៃគេត្រូវតែចាំរចនាសម្ព័ន្ធរបស់វាទាំងមូលឲ្យបានកាបូបដែលគេប្រើនឹងងើបឡើងវិញក្នុងរយៈពេល1ថ្ងៃគេយល់ថាវាដូចជាហ្គេមដែលបេកដើរតួជាធម៌ពលម៉ាណារបស់គេឈប់សិនមកតាមដានបន្តទៀតព្រោះឆាសាបានប្រាប់ថាត្រូវតែត្រៀមខ្លួនព្រោះមានអ្នកដែលមានធម៌ពលចិត្តអស់បានបង្ហាញខ្លួនហើយគេក៏យល់ព្រមនាងសុំឲ្យសូរីងបង្ហាញមនុស្សម្នាក់នោះឲ្យគេបានឃើញនៅពេលមនុស្សស្រីម្នាក់បង្ហាញខ្លួនលើអេក្រង់ឆាសាបញ្យល់ថាបើស្ត្រីម្នាក់នេះធ្វើឲ្យនរណាម្នាក់រងរបួសបន្តិចបន្តួចធម៌ពលរបស់នាងនឹងអស់ហើយនាងនឹងក្លាយជាគោលដៅរបស់ម៉ូកេឌូគីភ្លាមដោយសារតែរឿងនេះគេគួរតែរៀបចំខ្លួនឲ្យរួចរាល់មិនយូរទេពួកគេនឹងត្រូវប្រយុទ្ធជាមួយគ្នាជាដៃគូពេលយប់ឈានចូលមកដល់យើងឃើញអាគីអាចកំបាំងមួយតាមពិតទៅវាគឺជាអាគីរបស់ស្ត្រីម្នាក់នោះឯងមើលទៅនាងកំពុងពិនិត្យមើលបញ្ជីឈ្មោះបុរសប៉ុន្តែមិនទាន់មាននរណាម្នាក់ធ្វើឲ្យនាងពេញចិត្តឡើយនៅពេលដករូបថតមួយសន្លឹកចេញមកនាងនិយាយថាម្នាក់នេះមើលទៅគ្រាន់បើដែរប៉ុន្តែតាគេជាអតីតព្រះរាជអាជ្ញាដែលអាចបង្កបញ្ហាបានប៉ុន្តែពីរអ្នកទៀតនៅក្បែរនោះហាក់ដូចជាគួរឲ្យចាប់អារម្មណ៍នាងបានទូរស័ព្ទទៅនាយកគឹមហើយប្រាប់ឲ្យហៅលេខ3និងលេខ8សម្រាប់កម្មវិធីជប់លៀងនៅយប់នេះប៉ុន្តែមើលទៅសម្ដីរបស់គេធ្វើឲ្យនាងមិនសប្បាយចិត្តទាល់តែសោះតាមពិតទៅនាងខឹងយ៉ាងខ្លាំងហើយថែមទាំងគំរាមចង់លុបចោលកិច្ចសន្យាទៀតផងបែបនេះគេនឹងមិនអាចបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍បានទេបន្ទាប់ពីមានអារម្មណ៍តានតឹងស្ត្រីម្នាក់នោះក៏ចាប់យកកាបូបហើយដើរចេញទៅមុនពេលចេញទៅនាងប្រាប់លេខាឲ្យរៀបចំតែកុំឡាននិងប្រាប់ខាងក្លឹបថានាងកំពុងធ្វើដំណើរទៅទីនោះហើយនាងលួចមើលក្នុងកាបូបបន្តិចនៅខាងក្នុងនោះមានកាបូបលុយកន្សោមថ្នាំនិងម្សៅពណ៌សខ្លះនៅពេលសម្លឹងមើលម្សៅនោះនាងនិយាយថាវានឹងជួយឲ្យសម្រេចបំណងមើលទៅស្ត្រីម្នាក់នេះកំពុងតែលេងជាមួយភ្លើងហើយជាអកុសលនាងមិនដឹងថាមានម៉ូកេឌូគីកំពុងតែលួចមើលនាងនោះទេសាន់សាញបាននិយាយថាត្រឹមថ្ងៃស្អែកនាងនឹងក្លាយជាចំណុចខ្សោយជាមិនខានទោះមិនមែនជាស្ទីលគេប៉ុន្តែគេគ្មានជំរឿច្រើនទេដោយសារនាងបានធ្វើរឿងអាក្រក់ច្រើនពេកសាន់សាញនឹងត្រូវចេញមុខដោះស្រាយរឿងនេះពេលវេលាក៏កន្លងផុតទៅតាមរយៈបង្អួចយើងឃើញតួឯកយើងកំពុងតែខិតខំរៀនសូត្រតាមសៀវភៅគេគិតថាបច្ចេកទេសនៃធាតុ UI គឺពិបាកយល់ណាស់ក្នុងសៀវភៅនិយាយពីការរំលាយធម្មពលចូលទៅក្នុងខួរឆ្អឹងខ្នងដែលជាអ្វីដែលគេមិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណាឡើយប្រហែលជាត្រូវនៅស្ងៀមសិនគេសម្លឹងមើលជុំវិញរួចក៏ចាប់ផ្ដើមបញ្ចេញធាតុអាក់ទីនរបស់គេប្រហែលជាវាស្រួលជាងព្រោះគេចូលចិត្តបង្កើតវត្ថុផ្សេងៗយោងតាមសម្ដីរបស់ឆាសាធម្មពលបេករបស់គេគួរតែងើបឡើងវិញពេញលេញហើយបើធៀបនឹងម្សិលមិញដែលប្រើអស់រាងកាយគេពេលនេះមានអារម្មណ៍ថាស្រាលជាងមុនច្រើនស្ថានភាពរបស់គេគឺល្អឥតខ្ចោះតែម្ដងដោយផ្អែកលើចំណុចនោះវាដល់ពេលដែលត្រូវចេញទៅក្រៅហើយប៉ុន្តែមុនពេលចាក់ចេញគេស្រាប់តែបានជួបនឹង Y Jin
ចាំមើលជាមួយខ្ញុំថាតើជំនួបនេះនឹងទៅជាយ៉ាងណានៅភាគបន្តទៀតដែលនឹងកាន់តែជក់ចិត្តជាងនេះតោះអ្នកនឹងខ្ញុំមកមើលបងប្អូនយើងរកលេះភូតអូនស្រីទាំងយប់ប្រលប់ពេលនាងសួរថាគាត់ស្លៀកឈុតធំទៅណាតាំងកដាលអាត្រៀតបែបនេះគាត់ក៏កុហកថាទៅបុណ្យសពតាបេះដូងមិត្តភក្តិម្នាក់ប៉ុន្តែយីជីនបែរជារំលឹកថាគាត់គ្មានមិត្តភក្តិឯណាទៅវិញគាត់ថាជាមិត្តទៅតែស្គាល់គ្នាប៉ុណ្ណោះរួចក៏ប្រឌិតឈ្មោះមួយថា Dancil ភ្លាមតែម្ដងនៅពេលដែលនាងសួររកឈ្មោះគាត់ប្រាប់នាងឲ្យចូលគេងមុនទៅចំណែកនាងក៏យល់ព្រមហើយថែមទាំងផ្ដាំផ្ញើសួរសុខទុក្ខមិត្តភក្តិ Dancil នោះថែមទៀតផងនាងគិតថាឈ្មោះនោះគួរឲ្យស្រឡាញ់ណាស់បន្ទាប់មកនៅកន្លែងកើតហេតុតួឯកយើងក៏បានមកជួបជាមួយកញ្ញាឆាសានាងប្រាប់កុំឲ្យគាត់ភ័យពេកប៉ុន្តែគាត់នៅតែប្រកែកទោះបីជាតុកនៅពីមុខកំពុងតែញ័រខ្លាំងដោយសារដៃគាត់ក៏ដោយនាងរំលឹកថានេះមិនមែនជាលើកទី1ទេដែលគាត់តទល់ជាមួយមកឌូជីប៉ុន្តែលើកមុនគាត់មិនដឹងរឿងអ្វីទាំងអស់ឆាសាលួនជិតគាត់ថាគោលដៅនឹងមកដល់ឆាប់នេះហើយរីឯគាត់ក៏គិតថាគ្មានអ្វីដែលត្រូវភ័យខ្លាចនោះឡើយប៉ុន្តែស្រាប់តែគាត់ឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងទស្សនវិស័យដែលរបស់របរក្នុងនោះសុទ្ធតែមានតម្លៃថ្លៃកប់ពពកតែម្ដងសម្បីតែម៉ូដសម្លៀកបំពាក់នោះក៏ជាឈុតដែលឆាសាកំពុងស្លៀកដែរគឺវាមានតម្លៃស្មើនឹងថ្លៃផ្ទះគាត់2ខែឯនោះគាត់តែងតែឃើញនាងស្លៀកពាក់ឈុតថ្មីជានិច្ចក៏សម្រេចចិត្តសួរនាងពីអាចកំបាំងនៅពីក្រោយសម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនោះនាងប្រាប់ថាលេខានៅស្ថានទេវតាជាអ្នកច្នៃម៉ូដឲ្យធ្វើឲ្យគាត់នឹកឃើញដល់សម្លេងក្មេងស្រីម្នាក់កាលពីពេលវឹកហាត់នាងបញ្ជាក់ថាគឺជាក្មេងស្រីឈ្មោះ Soaring ដែលចូលចិត្តម៉ូដសម្លៀកបំពាក់ខ្លាំងរហូតប្រើមុនអាគមបង្កើតវាឡើងមកគាត់យល់ហើយថាខោអាវទាំងអស់គឺកើតចេញពីមុនស្នេហ៍ហើយថែមទាំងសរសើរថាលេខារបស់នាងពិតជាមានចំណង់ចំណូលចិត្តល្អមកដល់ត្រង់នេះសូមប្រុងប្រយ័ត្នបន្តិចព្រោះឆេសាប្រាប់ថាគោលដៅដ៏អាក្រក់បំផុតកំពុងតែខិតជិតមកដល់ទីនេះហើយគាត់សួរថានាងនៅឯណារួចឆាសាក៏ចង្អុលទៅមាត់ទ្វារសន្តាគារដែលស្ត្រីម្នាក់កំពុងតែដើរចូលមកខាងក្នុងនាងឈ្មោះចុងជីនហ៊ីអាយុ39ឆ្នាំជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយដែលមានបុរសម្នាក់ដើរនៅក្បែរឆាសាបញ្យល់ថាបុរសនោះគឺជាចំណីថ្មីរបស់នាងព្រោះនាងតែងតែប្រើអំណាចដើម្បីបោកបញ្ឆោតតារាដែលមិនសូវល្បីនាងប្រើឥទ្ធិពលធ្វើជានុយបោកគេមកលេងសើចតាមចិត្តរួចក៏បោះបង់ពួកគេចោលដូចរបស់លេងគ្មានតម្លៃយ៉ាងអាសូរអ្វីដែលអាក្រក់បំផុតនោះគឺនាងតែងតែទម្លាក់កំហុសរឿងគ្រឿងញៀននិងល្បែងស៊ីសងដើម្បីបំផ្លាញអាជីពរបស់ពួកគេចោលនាងសប្បាយចិត្តពេលឃើញជីវិតអ្នកដទៃត្រូវខ្ទេចខ្ទីរហូតដល់ជនរងគ្រោះខ្លះទ្រាំមិនបានក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្ដងប្រសិនបើនាងធ្វើបាបនរណាម្នាក់ទៀតរបាំងការពារខ្លួននាងនឹងរលាយបាត់ហើយនាងនឹងក្លាយជាចំណីរបស់មូកដូជីគាត់សួរថាតើនាងនឹងបាត់បង់សមត្ថភាពការពារខ្លួនដូចជាលោកសមាជិកក្រុមប្រឹក្សានោះដែរឬទេបន្ទាប់ពីធ្វើអំពើអាក្រក់បែបនេះ Chasa បញ្ជាក់ថាទោះបីជាមានខ្នងបង្អែកខ្លាំងប៉ុណ្ណាក៏ដោយបើអំពើអាក្រក់នៅតែបន្តវានឹងដល់ចំណុចគ្រោះថ្នាក់បំផុតនៅពេលនោះនាងនឹងក្លាយជាសត្វសម្រាប់មកឌូជីហើយត្រូវមកជួបវាសនាចុងក្រោយនៅក្នុងបន្ទប់1205នាងគ្មានផ្លូវរត់រួចទេព្រោះនាងនឹងត្រូវស្លាប់នៅចន្លោះម៉ោង3:15នាទីដល់ម៉ោង3:30នាទីព្រឹកពួកគេមានពេលសល់30នាទីទៀតដើម្បីតាមដាននាងខណៈដែលពេលនេះមិនទាន់មានសញ្ញារបស់បិសាចចេញមកឡើយបន្ទាប់មកស្ត្រីម្នាក់នោះនិងជនរងគ្រោះថ្មីរបស់នាងក៏បានដើរចូលទៅក្នុងជណ្ដើរយន្តដើម្បីឆ្ពោះទៅកាន់បន្ទប់ស្នាក់នៅតួឯកយើងក៏ប្រញាប់លោតចូលទៅជាមួយពួកគេដែរព្រោះមិនអាចបណ្ដោយឲ្យគោលដៅបាត់ពីភ្នែកសូម្បីតែ1វិនាទីនោះឡើយនៅពេលឃើញលេខជាន់ដែលពួកគេចុចឆាសាក៏សួរដោយធ្វើពិតថាបន្ទប់របស់ពួកគេក៏នៅជាន់ទី12ដែរមែនទេដូជីនក៏ឆ្លើយទាំងភ័យអអថាបាទភ្លាមនោះស្រីចិត្តអាក្រក់នោះក៏ចាប់ផ្ដើមជជែកជាមួយឆាសាយ៉ាងរាក់ទាក់តែម្ដងនាងសរសើរពីសម្រស់និងស្ទីលរបស់ឆាសារួចក៏សួរថាតើនាងមានក្រុមហ៊ុនគ្រប់គ្រងសម្រាប់អាជីពសិល្បៈហើយឬនៅឆាសាប្រាប់ថាអត់ទេនាងក៏ហុចកាតឲ្យរួចប្រាប់ថាកុំអៀនអីព្រោះនាងគឺជាមនុស្សដែលនិយាយត្រង់ទៅត្រង់មកអ្នកនឹងខ្ញុំឃើញច្បាស់ហើយថាឆាសាពិតជាមានសមត្ថភាពអាចក្លាយជាតារាល្បីបានយ៉ាងងាយប្រសិនបើនាងចង់ធ្វើវាប៉ុន្តែឆាសាក៏អរគុណចំពោះការផ្ដល់ជូននេះហើយប្រាប់ថាវានឹងពិបាកបន្តិចព្រោះបុរសនៅក្បែរនាងគឺជាគូដណ្ដឹងនាងថាក្រោយរៀបការទៅអាជីពបែបនេះនឹងកាន់តែស្មុគស្មាញដែលធ្វើឲ្យនាយិកាចិត្តអាក្រក់នោះមានការស្ដាយក្រោយជាខ្លាំងនាងក៏យល់ស្របតាមប៉ុន្តែស្រាប់តែងាកទៅស្ដីឲ្យបុរសនៅក្បែរខ្លួនថាត្រូវចេះថែរក្សាស្បែកឲ្យបានល្អជាងមុននាងណែនាំឲ្យប្រើថ្នាំបំពន់ពិសេសចំណែកបុរសនោះក៏សួរដោយអៀនខ្មាស់ថាតើមិត្តចាស់របស់នាងក៏ប្រើវាដែរមែនទេស្រីម្នាក់នោះសោកចំអករួចនិយាយថាអាម្នាក់នោះនឹងត្រូវវិនិច្ឆ័យក្នុងពេលឆាប់ៗនេះតាមរយៈព័ត៌មានរឿងល្បែងស៊ីសងខុសច្បាប់ Dujen យល់ភ្លាមថាបុរសម្នាក់នោះគឺជាជនរងគ្រោះមុនដែលនាងទុកទៅបោះបង់ចោលក្នុងស្ថានភាពដ៏អាម៉ាស់បំផុតនៅពេលមកដល់ជាន់ទី12គូស្នេហ៍ទាំងពីរបានដើរចេញពីចណ្ដើរយន្តហើយក៏បែកផ្លូវគ្នាទៅតាមបន្ទប់រៀងៗខ្លួន Dojen សួរ Chasa ថាទោះបីជាពួកគេកំចាត់មុខ Doji បានក៏ដោយតើស្ត្រីម្នាក់នោះនៅតែត្រូវស្លាប់ដដែលមែនទេគាត់ឆ្ងល់ថានាងមើលទៅមិនឈឺឬមានរបួសអ្វីសោះចុះតើមូលហេតុអ្វីដែលធ្វើឲ្យនាងបាត់បង់ជីវិតទៅវិញចាសាឆ្លើយថានាងក៏មិនដឹងមូលហេតុពិតប្រាកដដែរព្រោះគ្មាននរណាម្នាក់អាចដឹងពីអនាគតបានច្បាស់លាស់ឡើយរឿងនេះជួចិត្តណាស់អ្នកនិងខ្ញុំចាំមើលបន្តទៀតទាំងអស់គ្នាថាតើវានឹងទៅជាយ៉ាងណាតោះមកតាមដានជាមួយខ្ញុំនៅរឿងរ៉ាវអាតកំបាំងនេះគាត់សួរថាតើមានគ្រោះថ្នាក់ធំដុំនៅសន្តាគារមែនទេតែឆាសាថាអត់ទេវានឹងមិនប៉ះពាល់ដល់អ្នកដទៃឡើយដែលធ្វើឲ្យវីរបុរសយើងធូរចិត្តប៉ុន្តែចាំបន្តិច
បើមិនមែនគ្រោះថ្នាក់តើវាជាអ្វីទៅវិញតើស្រីម្នាក់នេះនឹងត្រូវចាប់ជីវិតដោយរបៀបណាឬក៏ជាអ្នកក្រៅនាងថាអាចទៅរួចព្រោះស្រីម្នាក់នេះមានសត្រូវច្រើនណាស់មានសង្ឃឹមខ្ពស់ថាជនរងគ្រោះម្នាក់នឹងមកសងសឹកឬបែបនេះតួឯកយើងចាប់ផ្ដើមផ្គុំរឿងចូលគ្នាហើយគាត់សុំឲ្យឆាសាចាំបន្តិចព្រោះគាត់គិតឃើញហើយបើអញ្ចឹងមែនប្រហែលជាមានជនរងគ្រោះកំពុងលាក់ខ្លួននៅទីនោះគាត់ភ័យស្លន់ស្លោហើយចង់ទៅបញ្ឈប់រឿងនេះព្រោះមិនចង់ឲ្យអ្នកផ្សេងខ្លាចជាឃាតករឡើយគាត់មិនអាចនៅស្ងៀមបានទេឥឡូវអ្នកនិងខ្ញុំមកមើលត្រង់នេះឆាសាប្រាប់គាត់ថាបើចង់ជួយមែនគាត់ត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាកមួយបើគាត់រៀបរៀងការសងសឹកមែននោះគាត់គ្មានជំរើសក្រៅពីប្រយុទ្ធជាមួយពួកមុខឌូជីដែលនឹងមកយកប្រលឹងនាងឡើយតែបើពួកគេមិនជ្រៀតជ្រែកពួកគេអាចប្រមូលប្រលឹងបានមុនពេលមុខឌូជីលេចមុខមកហើយបិសាចនោះក៏មិនមកដែរដូច្នេះតើគាត់នឹងរើសយកមួយណាបណ្ដោយឲ្យការសងសឹកកើតឡើងដើម្បីយកប្រលឹងឬក៏ចេញមុខទៅរៀបរៀងវាឬចេញមុខប្រឈមមុខនឹងមុខឌូជីដើម្បីដឹងថាតើតួឯកយើងនឹងសម្រេចចិត្តបែបណាមើលបន្តទៅទៀតជាមួយខ្ញុំអ្នកដឹងថាត្រូវធ្វើអីហើយចុច like comment មួយមកបើចង់មើលភាគ2ដូចខ្ញុំដែរកុំភ្លេចបញ្ចេញមតិខាងក្រោមផងអរគុណសម្រាប់ការទស្សនាវីដេអូនេះចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្តទៀតកុំទៅណាឆ្ងាយអី